កាលពី3ឆ្នាំមុនខ្ញុំបានជួលតូបលក់ម្ហូបរបស់ពួកខ្ញុំដើម្បីបើកហាងលក់ម្ហូបប្រៃអរគុណដែលបានមកគ្រប់គ្រងនេះរបស់លោកក្នុងមួយឆ្នាំរកបាន1 លានធ្វើឲ្យពួកខ្ញុំច្រណែនពូនេះថ្លៃឈ្នួលតូបខែក្រោយសរុប 20,000 ពូជួយរាប់មើលជានិយាយកិច្ចសន្យាជួលតូបរបស់យើងជិតដល់ថ្ងៃកំណត់ហើយមែនទេពូបានពិភាក្សាជាមួយមីងក្មួយហើយចាប់ពីពេលនេះទៅថ្លៃឈ្នួលតូបគឺ 80,000 ក្នុងមួយខែមិនច្រើនទេមែនទេ 80,000 ពូពីមុនថ្លៃឈ្នួល 20,000 វាមិនតិចទេឥឡូវឡើងដល់ 80,000 ក្នុងមួយខែបូករួមទាំងថ្លៃទឹកភ្លើងទៀតមួយឆ្នាំជិត 1 លានបាត់ទៅហើយ1 លានហើយម៉េចហាងលក់ម្ហូបប្រៃរបស់ក្មួយមួយឆ្នាំរកបានជា 1 លានទៅហើយចំណេញមិនតិចទេបើមិនមែនដោយសារក្មួយជាក្មួយប្រុសពូទេថ្លៃឈ្នួលក្នុងមួយខែយ៉ាងហោចណាស់ក៏ 10,000 ដែរកាលពី3ឆ្នាំមុនខ្ញុំមានគម្រោងបើកហាងលក់ម្ហូបប្រៃពូនិងមីងបានមករកខ្ញុំអង្វរខ្ញុំគ្រប់យ៉ាងដើម្បីឲ្យខ្ញុំជួលតូបគាត់ក្នុងតម្លៃ 20,000 ក្នុងមួយខែដោយសារតែឃើញថាជាសាច់ញាតិនឹងគ្នាខ្ញុំក៏យកព្រមជួលតូបដែលស្ងាត់ជ្រុងនេះក្នុងតម្លៃ 20,000 ក្នុងមួយខែពេលហាងលក់ម្ហូបឡាវៃខ្ញុំទើបបើកដំបូងអតិថិជនតិចតួចណាស់គឺខ្ញុំនេះហើយដែលខំក្រោកពីព្រលឹមតូបរលប់ដើម្បីស្រាវជ្រាវរករសជាតិខំប្រឹងធ្វើឲ្យស្លាកយីហោហាងឡាវៃត្រកូលលីល្បីល្បាញឡើងមកអ្នកជិតខាងនៅតាមផ្លូវនេះតើមានអ្នកណាខ្លះមិនស្គាល់ហាងឡាវៃតែខ្ញុំទាំងទម្ងន់គ្រប់គ្រាន់រសជាតិក៏ឆ្ងាញ់ទៀតតែមីងខ្ញុំម្នាក់នេះគាត់ចេះគិតគូរកញ្ញាណាក្នុងពោះសុទ្ធតែរឿងមិនល្អឃើញខ្ញុំរកស៊ីបានចំណូលរាប់លានក្នុងមួយឆ្នាំក៏កើតចិត្តច្រណែនចង់មកចែកចំណែកដែរជាងយីមើលហាងខ្ញុំនេះរកចំណូលបានច្រើនម្លេះខ្ញុំដំឡើងថ្លៃជួលអ្នកត្រឹមតែ 60,000 ទៀតអ្នកនៅតែរកចំណេញបានដែរបើអ្នកមិនចង់ជួលបន្តទេក៏រើចេញទៅទីតាំងហាងយើងល្អបែបនេះទូដំឡើងដល់ 10,000 ក៏មានគេដណ្ដើមគ្នាខ្ញុំទុកពេលឲ្យអ្នកមួយថ្ងៃគិតមើលបើអ្នកមិនជួលបន្តទេដល់ថ្ងៃកំណត់ហើយរើចេញឲ្យលឿនទៅបានគឺល្អហើយចឹងយើងចុះកិច្ចសន្យាលើនេះតែម្ដងទៅមិនបាច់ទេខ្ញុំរើចេញអ្នកគិតឲ្យច្បាស់ណាបើគ្មានហាងខ្ញុំនេះមុខរបរអ្នកប្រកាសជាមិនល្អឡើយមីងថ្លៃគិតថាហាងលើវៃខ្ញុំរកស៊ីដាច់បានគឺដោយសារតែទីតាំងហាងគាត់ល្អក្នុងពេលដែលគាត់គិតថាបើគ្មានខ្ញុំគាត់អាចជួលបានថ្លៃជាងនេះចឹងឲ្យគាត់សាក់លបងមើលទៅក្រោយពេលគ្មានខ្ញុំហើយតើគាត់អាចជួលហាងនេះចេញដែរឬអត់សួស្ដីតើហាងនេះមានជួលទេថ្លៃឈ្នួលគ្មានបញ្ហាទេចុងខែនេះខ្ញុំនឹងរើចូលមកហើយលោកម្ចាស់តើលោកនឹងរើចេញមែនទេថ្លៃឈ្នួលផ្ទះថ្លៃពេកចាំខ្ញុំរកកន្លែងថ្មីសិនចាំមួយរយៈទៀតចាំបើកលក់វិញកុំបិទហាងអីលោកម្ចាស់ម្ហូបលោកឆ្ងាញ់ណាស់ស្អាតទៀតចាំលោកបើកវិញខ្ញុំនឹងមកគាំទ្រទៀតពិតមែនហើយលោកម្ចាស់ប៉ុន្មានឆ្នាំមកនេះពួកយើងញ៉ាំម្ហូបលោកទម្លាប់ទៅហើយអ្នកណាក៏ស្គាល់ម្ហូបលោកដែរទាំងថោកទាំងឆ្ងាញ់អរគុណអ្នកទាំងអស់គ្នាដែលជួយគាំទ្រប៉ុន្មានឆ្នាំមកនេះចាំខ្ញុំបើកហាងវិញខ្ញុំនឹងបញ្ចុះតម្លៃជូនជាយីតើលោកប្រកាសមែនទេលោកលក់នៅទីនេះមួយឆ្នាំបានចំណូលដល់ទៅ 1 លានបើទៅកន្លែងថ្មីលោកត្រូវចាប់ដើមពី0ឲ្យវិញណាអ្នកមីងឃើញតែចំណូលសរុបរបស់ខ្ញុំទេតែអ្នកមីងធ្លាប់គិតពីប្រាក់ចំណេញពិតប្រាកដទេបើកាត់ថ្លៃដាំអស់ទៅមួយឆ្នាំខ្ញុំសល់តែជាង 20,000 ប៉ុណ្ណោះក៏ហប់អ្នកណាចំណេញតិចចឹងលោកនៅធ្វើអីបានហើយអ្នកមីងបើចឹងមែនហាងនេះខ្ញុំមិនជួលទៀតទេមិនជួលមែនទេជាងយីលោកប្រកាសចិត្តហើយមែនទេខ្ញុំប្រកាសចិត្តហើយខ្ញុំមិនជួលទេយល់ព្រមហើយជាងយីអញពូកែណាស់ណាមុននឹងទៅកុំភ្លេចរៀបចំហាងខ្ញុំឲ្យស្អាតបាតផងបើខូចខាតអីត្រូវសងតាមតម្លៃហ្នឹង 80,000 ក៏មិនជួលដែរខ្ញុំមើលទៅបើគ្មានពួកយើងតើអញទៅរកជួលហាងណាដែលចំណេញបែបនេះបានទៀតអញមិនជួលក៏មានអ្នកផ្សេងទៀតដណ្ដើមគ្នាជួលដែរលោកម្ចាស់ហាងលក់ម្ហូបរបស់លោកបើកមកច្រើនឆ្នាំហើយមុខរបរក៏នៅតែលក់ដាច់ខ្លាំងដល់ពេលត្រូវរើចេញបែបនេះពិតជាស្ដាយណាស់ធ្វើមិនបានថ្លៃឈ្នួលផ្ទះវាថ្លៃពេកថ្លៃឈ្នួល 20,000 នៅថាទៀតពួកវាចង់ទៅប្លន់គេរមែក3ឆ្នាំហើយដែលខ្ញុំពឹងលើរូបមន្តធ្វើម្ហូបផ្ទាល់ខ្លួនធ្វើឲ្យហាងតូចមួយនេះលក់ដាច់ខ្លាំងណាស់ឥឡូវនេះគ្រួសារពួកខ្ញុំចង់ដំឡើងថ្លៃឈ្នួលខ្លាំងណាស់តែគេមិនដឹងទេថាការសម្រេចចិត្តដំឡើងថ្លៃនេះនឹងធ្វើឲ្យពួកគេស្ដាយក្រោយពេញមួយជីវិតខ្ញុំថាហើយហាងយើងមិនខ្វះអ្នកជួលទេនេះទើបតែបានកន្លះថ្ងៃសោះមានអ្នកចង់ជួលច្រើនម្លេះសួស្ដីហាងរបស់អ្នកកំពុងដាក់ជួលមែនទេមែនហើយទីតាំងហាងខ្ញុំល្អខ្លាំងណាស់ឧបករណ៍សម្រាប់បើកហាងក៏មានគ្រប់គ្រាន់បើកមួយឆ្នាំអាចរកបានជា 1 លានឯណោះចំណែកថ្លៃជួលវិញយើងមិនទាន់បានកំណត់ទេពិតមែនឬហាងល្អបែបនេះខ្ញុំជួលល្អចុះពេលណាទើបយើងចុះកិច្ចសន្យាប្រាប់ទុកមុនណាហាងយើងកំណត់ជួលយ៉ាងតិច1ឆ្នាំចុះកិច្ចសន្យាបានប៉ុន្តែមុននឹងចុះខ្ញុំសុំមើលហាងសិនហើយបើថ្លៃពេកខ្ញុំមិនជួលទេណាគ្មានបញ្ហាទេ3ថ្ងៃទៀតបានហើយនឹកស្មានមិនដល់សោះថាហាងខ្ញុំមានអ្នកចង់ជួលច្រើនម្លេះបើដឹងអីចឹងកាលពី2ឆ្នាំមុនខ្ញុំដំឡើងថ្លៃជួលបាត់ហើយចាំជួបមុខគ្នាចាំយើងដំឡើងថ្លៃថែមទៀតត្រូវតែទារលុយដែលខាតបង់ប៉ុន្មានឆ្នាំនេះមកវិញឲ្យអស់របស់ក្នុងហាងទូមិនច្រើនប៉ុន្តែគ្រប់គ្រាន់ឲ្យខ្ញុំរៀបចំអស់2ទៅ3ថ្ងៃបូករួមទាំងហាងថ្មីទៀតត្រូវការខ្ញុំរៀបចំសម្អាតហាងដូច្នេះមុនពេលបិទហាងជាផ្លូវការខ្ញុំក៏មកបើកតូបតូចមួយនៅមុខហាងដើម្បីបន្តលក់ម្ហូបរបស់ខ្ញុំលោកលីថ្ងៃនេះមិនក៏មិនលក់បង្អែមមកលក់តាមចិញ្ចើមផ្លូវវិញអីចឹងចិត្តត្រូវរើហាងហើយនឹងរើហាងកំពុងតែល្អមិនក៏ត្រូវរើទៅវិញអតិថិជនដែលសន្សំមកប៉ុន្មានឆ្នាំនេះមិនមែនងាយស្រួលទេណាបារ៉ាទៅតើមិនមែនត្រូវចាប់ដើមពី0វិញទេថ្លៃឈ្នួលផ្ទះថ្លៃពេកគ្មានជំរឿទេថ្លៃប៉ុន្មានទៅមួយខែ 80,000 អ្វី 80,000 គេមិនទៅប្លង់គេទៅ 80,000 មួយខែតើមានអ្នកណាឈ្មោះនឹងហើយ 80,000 មួយខែតើមានអ្នកណាជួលទៅបានហើយមិនបាច់និយាយទៀតទេលោកតាចង់សាកសាច់ក្បាលជ្រូកទេទើបតែស្រស់ថ្មីកាលពីព្រឹកមិញនេះឯងអីចឹងយកបន្តិចមកតែលោកលីចុះទីតាំងហាងថ្មីលោករកបានហើយឬនៅ
រកបានហើយពីរបីថ្ងៃទៀតហាងថ្មីនឹងបើកដំណើរការហើយនៅតែរសជាតិដើមដដែលនៅលើផ្លូវចាស់នេះដដែលអ្នកទាំងអស់គ្នាកុំភ្លេចមកគាំទ្រហាងខ្ញុំទៀតណាអូខេបើត្រឹមនឹងទៅអ្នកមីងកិច្ចសន្យាជួបផ្ទះមិនទាន់ដល់ពេលកំណត់ផងចុះហេតុអ្វីអ្នកមីងមកបិទទ្វារហាងខ្ញុំបែបនេះហាងនេះជារបស់ផ្ទះខ្ញុំចង់ទៅពេលណាក៏អ្នកមីងទោះបីយើងជាសាច់ញាតិគ្នាក៏អ្នកមីងមិនអាចធ្វើបែបនេះដាក់ពួកយើងដែរទប់លូកម្ហូបរបស់អ្នកមីងដាក់នៅមុខខាងពួកយើងវាខុសច្បាប់ហើយរស់រាន់រើចេញទៅបើមិនអញ្ចឹងទេខ្ញុំនឹងរាយការណ៍ទៅអាជ្ញាធរឲ្យមកដោះស្រាយអាកប្បកិរិយាមិនសមហេតុផលរបស់គ្រួសារអ្នកមីងបានធ្វើឲ្យអតិថិជននៅជុំវិញនោះមិនពេញចិត្តហើយនាំគ្នារិះគន់មិនដាច់ពីមាត់ម្ចាស់ហាងនេះក៏ជាក្មួយប្រុសរបស់អ្នកមីងដែរតែចាំបាច់ត្រូវធ្វើដាក់គ្នាដល់ថ្នាក់នឹងមែនទេហាងខ្ញុំមួយខែជួលបាន1សែនបើបិទមួយថ្ងៃខ្ញុំខាតអស់រាប់ពាន់ឯណោះចុះការខាតបងនេះអ្នកមីងសង្កេតរួចទេអ្នកមីងម្នាក់នេះពូកែចិត្តណាស់គាត់ឆ្លុះជាមួយអ្នកចិត្តខាងដែលមកទិញម្ហូបរហូតដល់ឲ្យពេលហ្នឹងខ្ញុំក៏ប្រញាប់ចេញទៅសម្របសម្រួលនិងលួងលោមអ្នកចិត្តខាងឲ្យស្ងប់អារម្មណ៍វិញសូមទោសអ្នកទាំងអស់គ្នាផងដែលធ្វើឲ្យរឿងរបស់ខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកចិត្តអញ្ចេះចុះថ្ងៃនេះមានលក់ម្ហូបបញ្ចុះតម្លៃ 50% គ្រប់មុខណាបានហើយលោកលីលោកមិនអាចនៅស្ងៀមឲ្យគេជិះជាន់បែបនេះទេគាត់យ៉ាងហោចណាស់ក៏ជាពូរបស់លោកដែរមិនក៏ធ្វើខ្លួនគ្មានហេតុផលបែបនេះទៅកើតហើយទុកវាចុះអរគុណអ្នកទាំងអស់គ្នាដែលជួយនិយាយជំនួសខ្ញុំថ្ងៃនេះតែយ៉ាងណាក៏នៅសល់តែ3ថ្ងៃទៀតទេនឹងបើកហាងថ្មីឆ្លៀតពេលនេះខ្ញុំសម្រាប់នៅផ្ទះឲ្យបានស្រួលបួលសិនទៅអាឡូប៉ាមានរឿងអីមែនទេជានិយាយគ្រូសាពូធំរបស់កូនគេចង់អញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំអាហារនៅភោជនីយដ្ឋានដើម្បីអបអរសាទររឿងខ្លះបន្តិចអបអរសាទរអីទៅបានហើយប៉ាជាមួយម៉ាក់ទៅមុនចុះខ្ញុំនឹងទៅដល់ភ្លាមអាជានិយាយនឹងមិនបានការទេគុំនឹកឃើញណាស់ទីតាំងហាងរបស់ខ្ញុំល្អដល់ថ្នាក់ហ្នឹងមួយខែយកថ្លៃជួលតែ1សែនសោះវាបែរជាអូនថាថ្លៃទៅវិញថ្លៃជួលតែ1សែនសោះហ្នឹងទីតាំងហាងយើងល្អបែបនេះមួយឆ្នាំយ៉ាងហោចណាស់ក៏រកបាន1លានដែរនេះបែរជាមកដកខ្លួនចេញព្រោះតែថ្លៃជួល1សែនហ្នឹងចង្អៀតចង្អល់ណាស់អូនថ្លៃឲ្យកូនប្រុសអ្នកឥឡូវពូកែណាស់ណាមកជួលហាងយើងថោកអស់3ឆ្នាំហើយដល់ពេលនេះចង់ដកខ្លួនក៏ដកធ្វើខ្លួនខ្លាំងណាស់ជានិយាយហាងយើងនេះទីតាំងល្អណាស់ណាមនុស្សម្នាដែលឆ្លងកាត់ច្រើនបើកូនចង់បើកហាងជ្រើសរើសកន្លែងនេះគឺស័ក្តិសមបំផុតហើយអ្នកមានកន្លែងនេះហាក់ដូចជាស្ងាត់បន្តិចណាហើយថ្លៃជួល20000ទៀតតើវានៅទីនេះថ្លៃណាស់កន្លែងផ្សេងគេយកតែ5000ទេជានិយាយអ៊ំប្រុសឯងចាស់ហើយធ្វើការលេងកើតឯអ៊ំក៏មិនចេះធ្វើអីដែរឥឡូវមានតែហាងនេះមួយទេសម្រាប់ចិញ្ចឹមជីវិតពេលចាស់ទៅឯងជួយអាណិតអ៊ំទាំងពីរនាក់ក្នុងនាមជាសាច់ញាតិផងចុះបានហើយអ៊ំស្រីអញ្ចឹងខ្ញុំជួលក៏បានហាងខ្ញុំនេះជាហាងលក់ដាច់ខ្លាំងណាស់មួយថ្ងៃមានភ្ញៀវចូលរាប់រយនាក់បើមិនមែនហាងខ្ញុំទីតាំងល្អទេតែហាងលក់ម្ហូបរបស់ជានិយាយអាចលក់ដាច់ខ្លាំងបែបនេះមែនទេនឹងហើយកាលពីមុនហាងគេនឹងមានអ្នកណាទៅទិញប៉ុន្មានអ្នកឯណាឥឡូវគេរកលុយបានហើយបែរជាចង់ឈប់ជួលទៅវិញអាមនុស្សអត់ដឹងគុណគេមែនជានិយាយឲ្យនិយាយតាមត្រង់ចុះហាងខ្ញុំឥឡូវនេះថ្លៃឈ្នួលមួយខែ100,000ក៏មិនគ្រប់ដែរទូរស័ព្ទស៊ូជួលហាងរត់មិនឈប់ស្ទើរតែផ្ទុះទូរស័ព្ទខ្ញុំទៅហើយបើអ្នកមិនជួលទេគឺជារឿងខាតបង់ធំបំផុតរបស់អ្នកហើយបងថ្លៃខ្ញុំម្នាក់នេះគិតខ្លីណាស់ក្រៅពីចេះស្ងោរសាច់បន្តិចបន្តួចគឺអត់ចេះស្អីសោះគាត់មិនដឹងទេថាហាងយើងមានភ្ញៀវច្រើនប៉ុណ្ណាថ្លៃឈ្នួលត្រឹម80000គាត់នៅថាថ្លៃទៀតគាត់ចំណេញលើហាងខ្ញុំ3ឆ្នាំមកហើយនៅមិនទាន់គ្រប់ទៀតថែមទាំងចង់បន្តចំណេញទៀតមិនចេះខ្មាស់គេសោះថ្លៃឈ្នួល100,000មិនគ្រប់សាច់ណាស់ហាងខ្ញុំលក់ដាច់បែបនេះមិនមែនអាស្រ័យលើទីតាំងហាងអ្នកទេគឺអាស្រ័យលើស្នាដៃនិងរសជាតិពិសេសរបស់ខ្ញុំនេះឯងថ្លៃឈ្នួលមួយខែត្រឹម20000សន្សំបាន60000មួយឆ្នាំសន្សំបានជាង700,000ឯណោះអាជានិយាយនេះមើលទៅដូចជាមនុស្សស្លូតបូតមិននឹកស្មានថាវាចេះគិតគូរកញ្ញាបែបនេះសោះប៉ាឲ្យទុកវាចុះជានិយាយកូនទ្រាំបានយ៉ាងម៉េចទៅប៉ាខឹងខ្លាំងណាស់មែនទេខ្ញុំក៏ខឹងដែរប៉ុន្តែស្ថានសុខមានយុត្តិធម៌របស់លោកពួកគេគិតថាខ្ញុំកំពុងតែឆ្លៀតឱកាសមែនទេបើអញ្ចឹងខ្ញុំមិនយកចំណេញនេះទៀតទេចាំមើលទាំងអស់គ្នាទៅមើលថាបន្ទាប់ពីខ្ញុំឈប់ជួលទៅតើហាងនេះអាចជួលចេញដែរឬអត់រំដៅខ្លះតតែជន់ដល់ខ្លួនឯងសិនទើបដឹងថាគួរឲ្យស្ដាយក្រោយជានិយាយឲ្យមួយខែយើងបង់ថ្លៃឈ្នួលផ្ទះឲ្យគេ20000ហើយគេនៅតែមិនពេញចិត្តទៀតចង់ឡើងដល់80000តែគេគិតថាការរកលុយរបស់កូនប្រុសខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃមិនដែលបានគេងលក់ស្រួលប៉ុន្មានឆ្នាំមកនេះទេខ្ញុំចាត់ទុកគេដូចជាសាច់ញាតិបង់ថ្លៃឈ្នួលផ្ទះឲ្យគេខ្ពស់ម្ល៉េះហើយគេនៅតែមកចាប់ប្រកាន់កូនខ្ញុំថាចង់បានប្រយោជន៍ពីគេទៀតពួកគេពិតជាមិនមែនជាមនុស្សល្អមែនឃើញឪពុកម្ដាយខ្ញុំបែបនេះខ្ញុំពិតជាមិនស្រួលចិត្តសោះបើធៀបនឹងគ្រួសារពូដែលចេះតែដំឡើងថ្លៃឈ្នួលផ្ទះដោយអយុត្តិធម៌និងមើលងាយទឹកចិត្តសាច់ញាតិពួកគេមិនចង់ឃើញខ្ញុំត្រូវគេធ្វើបាបនៅខាងក្រៅឡើយមិនអីទេប៉ាម៉ាក់កូនរកបានហាងថ្មីហើយ3ថ្ងៃទៀតនឹងបើកដំណើរការហើយជានិយាយកូននិយាយមែនទេចុះទីតាំងហាងនិងថ្លៃឈ្នួលផ្ទះអីហ្នឹងកូនមានលុយគ្រប់គ្រាន់ទេបើមិនគ្រប់ទេម៉ាក់នៅមានលុយសន្សំសម្រាប់ចាស់ជរាដែលម៉ាក់សន្សំទុកប៉ុន្មានឆ្នាំនេះនៅសល់ប៉ុន្មានម៉ឺនទៀតនៅទីនេះក៏មានប៉ុន្មានម៉ឺនដែរជានិយាយកូនបើកហាងត្រូវការលុយយើងសុទ្ធតែជាគ្រួសារតែមួយកុំមានអារម្មណ៍ថាអៀនខ្មាស់អីកុំបារម្ភអីប៉ាប៉ុន្មានឆ្នាំនេះកូនក៏សន្សំបានច្រើនដែរគឺគ្រប់គ្រាន់ហើយម្យ៉ាងទៀតហាងថ្មីនៅទល់មុខផ្ទះពូមិនត្រឹមតែផ្ទះកាន់តែធំទូលាយថ្លៃឈ្នួលក៏ថោកជាងដែរត្រឹមតែ5000ទេត្រឹមតែ5000នឹងមែនអូយល្អណាស់
ថ្លៃឈ្នួលផ្ទះចុះថោកហើយក្រោយមកទៀតអូនក៏មិនបាច់ហត់នឿយធ្វើការខ្លាំងពេកដែរជាយាហាងថ្មីកូនចិត្តបើកហើយម៉ាក់ជួយសម្អាតអនាម័យឲ្យណាប៉ាគ្មានសមត្ថភាពអីទេគ្រាន់តែមិនខ្លាចការលំបាកបើមានការងារកម្លាំងអីប្រើប៉ាបានគ្រប់ពេលគ្រួសារយើងត្រូវតែសាមគ្គីគ្នាកុំឲ្យគេមើលងាយបានជាយារឿងកូនបើកហាងថ្មីនឹងពូធំរបស់កូនគាត់ដឹងឬនៅពួកគេនៅមិនទាន់ដឹងទេមិនបាច់បារម្ភទេប៉ាធ្វើជំនួញដោយសេចក្ដីមិនលួចមិនប្លន់ខ្លាចអីពួកគេធ្វើអីពួកកូនចង់ជួលហាងមែនទេល្អពួកម៉ាក់ចាំនៅមុខហាងនេះណាសូមអញ្ជើញចូលពួកយើងនៅតែក្នុងហាងនឹងឯងអ្នកទាំងអស់គ្នាអាចមកបានគ្រប់ពេលណាបន្តិចទៀតគេមកដល់យើងចាំនិយាយរឿងថ្លៃគ្នា3ឆ្នាំមុនឲ្យក្មេងឈ្មោះជានយាយនឹងវាចំណេញច្រើនពេកហើយលើកនេះត្រូវតែយកដើមមកវិញឲ្យអស់ហាងយើងទីតាំងល្អចរាចរណ៍ក៏មានញឹកដែរទោះឡើងថ្លៃ 20,000 ទៀតក៏មិនខ្លាចគ្មានអ្នកជួលដែរប្តីខ្ញុំគាត់ពូកែណាស់ដល់ពេលសំណាងហើយហាងនេះបើជួលគេចេញមួយឆ្នាំដេកចាំតែយកលុយ1លានបានស្រួល1លាននឹងមែនទេហាងតូចមកផ្ទះអ្នកនឹងធំជាងហាងអ្នកទៀតថ្លៃជួលមួយឆ្នាំត្រឹមតែ 60,000 ទេហាងខាងនោះមិននឹងអាចយកមកប្រៀបជាមួយហាងខ្ញុំបានហាងខ្ញុំរកថ្ងៃលក់ដាច់ណាស់មួយឆ្នាំចំណូលយ៉ាងហោចណាស់ក៏ជាង1លានដែរអ្នកចិត្តខាងទាំងអស់គ្នាមិនដឹងរឿងនេះទេអីដឹងតើយើងដឹងច្បាស់ណាស់ពីមុនហាងអ្នកលក់ដាច់ខ្លាំងក៏ព្រោះតែស្នាដៃនឹងចរិតក្មួយប្រុសអ្នកទេតើវាពាក់ព័ន្ធអីនឹងហាងអ្នកទៅនិយាយស្អីហ្នឹងខ្ញុំថាអ្នកទាំងអស់គ្នាគ្រាន់តែចំណាយនឹងខ្ញុំទេដឹងពួកអ្នកនឹងគឺម្ចាស់ផ្ទះមែនទេចាស់សពពួកយើងនឹងហើយចុះបើអញ្ចឹងខ្ញុំនាំអ្នកទៅមើលហាងសិនទៅមិនបាច់មើលទេខ្ញុំបានស្រាវជ្រាវហាងនេះរួចហើយអតិថិជនចូលច្រើនណាស់តែចុះថ្លៃឈ្នួលវិញពួកអ្នកចង់បានប៉ុន្មានមួយខែ 10,000 តម្លៃសមរម្យណាស់មែនទេអ្វីណា 10,000 អ្នកអញទៅប្លន់គេទៅមិនល្អជាងឬកុំបារម្ភអីហាងខ្ញុំនេះទីតាំងល្អហើយភ្ញៀវក៏ច្រើនដែរឲ្យតែអ្នកជួលទៅខ្ញុំធានាថា3ខែនឹងបានដើមវិញហើយកន្លះឆ្នាំទៀតនឹងចំណេញទ្វេដងភ្ញៀវក៏ច្រើនគួរសម្ដែងតាមមួយខែប៉ុន្មាន 10,000 បើភ្ញៀវច្រើនដូចថាមែនក៏មិនអីដែរមិនមែន 10,000 ទេគឺ10,000 នឹងមួយខែឬមួយឆ្នាំនិយាយលេងមែនទេហាងខ្ញុំនេះគេចង់បានណាស់មួយខែបើតិចជាង 10,000 កុំសង្ឃឹមឲ្យសោះហើយមួយឆ្នាំអ្នកត្រូវតែបែងចែកប្រាក់ចំណេញ 50% មកឲ្យពួកយើងថ្លៃជួលមួយខែ 10,000 ហើយនៅត្រូវចែកចំណេញឲ្យអ្នកទៀតហេតុអ្វីត្រូវធ្វើបែបនេះអ្នកជួលហាងពួកយើងហើយរកស៊ីបានលុយពីហាងពួកយើងក៏ត្រូវតែចែកចំណេញមកពួកយើងដែរបើមិនអញ្ចឹងទេហេតុអ្វីពួកយើងត្រូវជួលឲ្យអ្នកខ្ញុំថាអ្នកចង់បានលុយរហូតដល់ឈួតហើយមើលទៅផ្លូវនេះថ្លៃជួលខ្ពស់បំផុតមិនដល់ 10,000 ផងអ្នកទៀត 10,000 ខ្ញុំឲ្យបានត្រឹមតែ 5,000 មួយខែទេជួលមិនជួលក៏តាមចិត្តត្រឹមតែ 5,000 ខ្ញុំជួលឲ្យក្មួយបង្កើតខ្ញុំមួយខែគេឲ្យខ្ញុំ 20,000 5,000 អញកំពុងយកសັບមែន 20,000 ហេសំបីតែលុយក្មួយបង្កើតខ្លួនឯងក៏អញហ៊ានកេងប្រវ័ញ្ចដែរខ្ញុំមើលទៅអ្នកទាំងពីរមិនមែនជាមនុស្សល្អអីទេហាងនេះខ្ញុំមិនជួលទៀតទេមិនមែនទេត្រឹមតែ 5,000 ចង់ជួលចុះហេតុអ្វីគាត់មិនសុំឲ្យយើងឲ្យគាត់ដោយឥតគិតថ្លៃទៅមិនអីទេអ្នកជួលមានច្រើនណាស់បើគាត់មិនជួលក៏នៅមានអ្នកផ្សេងទៀតចង់ជួលដែរថ្លៃជួលប្រចាំខែគឺ 10,000 ពួកអ្នកជួលទាំងនេះពិតជាគ្មានភ្នែកមើលមែនមិនចេះមើលរបស់ល្អហាងខ្ញុំទីតាំងល្អដល់ថ្នាក់នេះតើពួកគេមានសិទ្ធិអ្វីមកត្អូញត្អែថាថ្លៃជួលខ្ពស់ខ្ញុំមិនជឿទេថាហាងល្អដូចផ្ទះយើងនេះនឹងគ្មានអ្នកជួលនោះពីថ្ងៃក្រោយមកគ្រួសារពូបានជួបអ្នកជួលពី3អ្នកទៀតប៉ុន្តែគ្មាននរណាម្នាក់ជួលទេព្រោះតែថ្លៃឈ្នួលហាងថ្លៃហួសហេតុពេកធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់ចោលអស់ពួកអ្នកជួលទាំងនេះពិតជាមិនចេះមើលការខុសត្រូវសោះមួយខែ 10,000 ក៏នៅថាថ្លៃដែរពួកនេះវាក្លែងមើលមិនឆ្ងាយទេវាអត់ដឹងទេថាទីតាំងហាងយើងល្អប៉ុណ្ណាហើយភ្ញៀវច្រើនប៉ុណ្ណានឹងហើយពួកគេហ៊ានតែឲ្យ 5,000 ដើម្បីជួលហាងយើងថ្ងៃចេះតែសុបិនកណ្ដាលថ្ងៃត្រង់ស្អីគេនឹងប៉ាម៉ាក់តើវាពិតជាមកពីថ្លៃឈ្នួលហាងយើងថ្លៃពេកមែនទេថ្លៃហើយម៉េចហាងយើងនាំលៀបសំណាងវាត្រូវតែតម្លៃនឹងហើយមិនបានទេយើងជួលឲ្យជានិយាយទៅចុះអ្នកក៏ទេមិនដឹងពីតម្លៃហាងនេះទេគាត់ជួល3ឆ្នាំមកហើយគាត់មិនដឹងទេថាហាងនេះរកលុយបានប៉ុណ្ណាយ៉ាងហោចណាស់យើងបញ្ចុះតម្លៃឲ្យគាត់បន្តិចទៅជានិយាយថ្មីនេះផ្ទះពូអញគេដាក់ជួលហាងក្មួយបាននឿដំណឹងខ្លះទេគេឲ្យគាត់ទារថ្លៃឈ្នួល 10,000 ហេតុអ្វីមិនទៅប្លង់គេទៅកាលនោះគាត់យកថ្លៃឈ្នួលពីអ្នក 20,000 ខ្ញុំថាថ្លៃណាស់ទៅហើយឥឡូវនេះបែរជាទារដល់ 10,000 អូនឹងវាជាអណ្ដូងនេះតាជានិយាយឲ្យកំពុងរវល់មែនទេម៉ូមានការអីនិយាយមកខ្ញុំកំពុងរវល់ខ្លាំងណាស់រឿងថ្លៃឈ្នួលផ្ទះកាលពីមុនខ្ញុំចង់ជែកជាមួយអ្នកបន្តិចស្ដាប់ទៅមើលប្រកាសជាថ្លៃឈ្នួលគេខ្ពស់ពេកហើយបានជាអ្នកជួបផ្សេងទៀតគេមិនព្រមជួលហើយគេក៏មិនចង់ទុកខាងចោលទំនេរក៏យកកូនខ្ញុំធ្វើជាកូនជាមដើម្បីបន្តបិទឈាមទៀតមិនក៏គេធ្វើបែបនេះថ្លៃឈ្នួល 20,000 ជានិយាយបង3ឆ្នាំមកហើយថែមទាំងអាម៉ាស់មុខពួកយើងនៅកន្លែងហាងទៀតគេមានមុខមករកជានិយាយទៀតអ្នកមីងពួកយើងមិនមែនព្រមព្រៀងគ្នាហើយទេហាងនឹងខ្ញុំលែងជួលហើយជានិយាយកុំទាន់អាននិយាយថាឈប់ជួលអីតម្លៃអាចចរចាបានហាងយើងដើមឡើយមួយខែ 10,000 អ្នកជាក្មួយប្រុសបង្កើតរបស់លោកលីពួកយើងបញ្ចុះតម្លៃឲ្យបន្តិចមួយខែ 88,888 ឲ្យមានលៀបសំណាងហូរចូលអ្នកមីងថ្លៃឈ្នួលខ្ពស់ពេកហើយខ្ញុំជួលមិនរួចទេអ្នកមីងរកអ្នកផ្សេងទៅ
ជួមិនរួចមួយឆ្នាំអ្នករកបាន1លានមិនក៏ជួមិនរួចជានិយាយធ្វើជាមនុស្សកុំភ្លេចគុណពីមុនអ្នកជួ1ខែ20000បាន3ឆ្នាំហើយឥឡូវអ្នកថាឈប់ជួលចុះថ្ងៃក្រោយពួកយើងទៅរកអ្នកណាជួទៀតរឿងនេះអ្នកមិនមែនជាអ្នកសម្រេចទេខ្ញុំក៏ដឹងរឿងនេះដែរដូច្នេះហើយខ្ញុំក៏និយាយរឿងទាំងអស់នឹងចេញមកតែម្ដងទៅពួកឲ្យខ្ញុំបានជួលហាងថ្មីរួចហើយស្អែកហាងថ្មីរបស់ខ្ញុំក៏បើកដំណើរការដែរហាងដែលលក់ដាច់របស់ពួកនឹងទៅរកអ្នកជួលថ្មីផ្សេងទៅអ្វីណាហាងថ្មីរបស់អញបើកដំណើរការហើយឬបើកហាងថ្មីមានលៀបមានចេញលាមានខ្ញុំមកទិញអីវ៉ាន់ច្រើនណាស់ថ្ងៃបើកហាងថ្មីនេះអតិថិជនចាស់មកទាំងអស់គ្នា3ឆ្នាំមកនេះតែខ្ញុំខំប្រឹងមិនមែនគេមកព្រោះតែហាងទេគឺមកព្រោះតែរសជាតិនិងភាពស្មោះត្រង់របស់ខ្ញុំនេះឯងអ្នកលក់ឲ្យខ្ញុំសុំទីខ្វាយមួយមកខ្ញុំរងចាំហាងអ្នកបើកយូរណាស់ហើយពូចាំបន្តិចណាកុំអាល់អីខ្ញុំកាត់ឲ្យភ្លាមនឹងថ្ងៃនេះបើកហាងថ្មីបញ្ចុះតម្លៃ20%ធានាថាថប់មែនទែនល្អណាស់រសជាតិសាច់ជ្រូកអ្នកគឺឆ្ងាញ់ពិតមែនហើយបានច្រើនទៀតពួកយើងគ្រប់គ្រងតែហាងអ្នកមួយនេះឯងអរគុណអ្នកទាំងអស់គ្នាដែលមកគ្រប់គ្រងថ្ងៃនេះភ្ញៀវច្រើនបន្តិចអ្នកទាំងអស់គ្នាជួយតម្រង់ជួយចាំបន្តិចណានឹងបានទិញគ្រប់គ្នាសាច់ជ្រូកខ្ញុំរៀបចំទុកច្រើនណាស់ធានាថាអ្នកទាំងអស់គ្នានឹងបានញ៉ាំរបស់ក្តៅអូលក់ដៃខ្លាំងម្ល៉េះមើលទៅទោះបីជាចេញពីហាងខ្ញុំទៅក៏អ្នកនៅតែអាចបោកប្រាស់គេបានដែរសោះអ្នកមានខ្ញុំបើកហាងរកស៊ីគឺពឹងលើស្នាដៃនិងមន្តសការមិនមែនពឹងលើការបោកប្រាស់ទេលីជានិយាយអ្នកពិតជាចិត្តដាច់ណាស់ពីមុនពួកយើងជួយអ្នកប៉ុណ្ណឹងហើយឥឡូវអ្នកនិយាយថាខ្វះខាតក៏ខ្វះខាតចុះមន្តសការអ្នកមិនដឹងក្តៅក្រហាយខ្លះទេជួយខ្ញុំលោកពូការដែលលោកពូហៅថាជួយខ្ញុំគឺការដែលលោកពូដំឡើងថ្លៃជួលហាងពី5000ក្នុងមួយខែមកដល់20000ក្នុងរយៈពេល3ឆ្នាំនេះឬខ្ញុំដឹងច្បាស់ណាស់ថាអ្វីដែលពួកគេចង់បានមិនមែនជាហេតុផលអ្វីឡើយខ្ញុំចេះតែចុះចាញ់3ឆ្នាំមកនេះថ្លៃឈ្នួលផ្ទះ20000ក្នុងមួយខែខ្ញុំមិនដែលខ្វះសូម្បីតែមួយសេនតែដល់ពេលប៉ះរឿងគ្រួសារនិងផលប្រយោជន៍ពួកគេឃើញតែការខាតបង់របស់ខ្លួនឯងមិនដែលឃើញពីការលំបាករបស់ខ្ញុំឡើយថ្លៃឈ្នួល20000ពួកអញចេះខ្មាស់គេខ្លះទៅមើលថ្លៃឈ្នួលនៅផ្លូវនេះតាំងពីពេលណាទៅដែលឡើងដល់10000នោះលេខហ្នឹងហាងអាហារនៅកន្លែងល្អក្នុងហាងទូលីទៀតមួយខែត្រឹមតែ8000សោះពួកអញហ៊ានទាដល់20000មនុស្សខ្លះពិតជាគ្មានគេខ្មាស់មែនគេមិនជួយឲ្យនៅមកបង្កចំនួនទៀតមិនមែនហាងគ្មានអ្នកជួលទេគឺចង់រកលោកលីឲ្យមកជួយទទួលបន្តមែនទេអញចាំមើលទៅរឿងនេះមិនទាន់ចប់ទេមនុស្សខ្លះគេចង់តែរស់នៅក្នុងហេតុផលរបស់គេប៉ុណ្ណោះពួកគេចាត់ទុកការលំបាករបស់ខ្ញុំជារឿងធម្មតាចាត់ទុកការអត់អន់របស់ខ្ញុំជាភាពទន់ខ្សោយហើយចាត់ទុកការបដិសេធរបស់ខ្ញុំជាការក្បត់គ្រួសារមួយដងបើមានលោកខ្លួនចូលមកពាក់ព័ន្ធហើយគឺមិនអាចត្រឡប់ទៅដូចដើមបានទៀតឡើយមុខរបររបស់លីជីនយេកាន់តែរីកចម្រើនខ្លាំងឡើងតើវាមានរឿងអីទៅហ្នឹងតម្លៃ20000ក៏គ្មានអ្នកជួលដែរពីមុនមិនមែនអ្នកនិយាយថាហាងយើងជាហាងលក់ដាច់មិនខ្វះអ្នកជួលទេចុះមិនឥឡូវតម្លៃ20000ក៏គ្មានអ្នកយកទៅវិញចុះអ្នកចង់បន្ទោសខ្ញុំមែនទេការនោះអ្នកទេដែលថាហាងនេះមានភ្ញៀវច្រើនក៏ចង់ឡើងថ្លៃឈ្នួលហាងឥឡូវមើលចុះ20000ក៏គ្មានអ្នកជួលដែរខាត់អស់ហើយការដែលលីជានិយាយនៅទីនេះភ្ញៀវចូលហាងគឺច្រើនខ្លាំងណាស់ខ្ញុំក៏គិតថាគ្រាន់តែអង្គុយនៅផ្ទះក៏មានលុយជួលរាប់លានដែរខ្ញុំក៏ធ្វើដើម្បីគ្រួសារយើងដែរតើចុះឥឡូវយ៉ាងម៉េចវិញមួយខែ20000នៅតែគ្មានអ្នកជួលបើមិនបានទេយើងទៅសុំអង្វរជានិយាយវិញទៅជួលឲ្យគាត់តម្លៃដាំ20000វិញទៅគាត់ព្រមជួលមែនទេហើយអ្វីគាត់មិនព្រមជួលខ្ញុំជាពូរបស់គាត់ណាខ្ញុំនិយាយគាត់ហ៊ានមិនស្ដាប់មែនទេពីមុនតម្លៃ20000ក្នុងមួយខែហាងគាត់ក៏បើកដំណើរការបានល្អតាមយ៉ាងវិញទៀតបើគាត់ខ្វះខាតតើយើងមានអីហូបអីផឹកទៅបន្ទាប់ពីគិតគូរយ៉ាងល្អិតល្អន់ពេញមួយយប់មកក្រុមគ្រួសារពូក៏បានមកជួបខ្ញុំម្ដងទៀតលើកនេះពួកគេបន្ទាបខ្លួនចុះទាបខ្លាំងណាស់ជានិយាយកំពុងរវល់មែនទេពួកយើងមកទីនេះដើម្បីនិយាយរឿងខ្លះជាមួយអ្នកនិយាយមកជានិយាយកាលពីមុនពួកយើងធ្វើខ្លាំងដែរពេកហើយនិយាយស្ដីក៏ធ្ងន់ធ្ងរដែរកុំប្រកាន់ឯណាមនុស្សគ្រួសារតែមួយតើអាចចង់គំនុំគ្នាបានយ៉ាងម៉េចទៅបងប្រុសទី2ឪពុកម្ដាយខ្ញុំប៉ុន្មានថ្ងៃនេះក៏ស្ដាយក្រោយដែរគេមិនលក់រាល់ថ្ងៃឥឡូវទើបដឹងថាគេមិនលក់មែនទេពេលដែលដំឡើងថ្លៃឈ្នួលដល់ទៅ80000ក៏មិនឃើញអ្នកទាំងពីរគេមិនលក់ផងម៉េចពេលពួកអ្នកជួបជុំគ្នាក៏ចំអកដាក់ខ្ញុំពេលខ្ញុំបើកហាងថ្មីក៏មកបង្កចំនួនមិនសមហេតុផលពួកអ្នកគិតថាខ្ញុំភ្លេចអស់ហើយមែនទេខ្ញុំមិនភ្លេចទេខ្ញុំបានសំពុះអ្នកគ្រប់ចំនួនហើយឥឡូវហាងទំនេរជួមិនចេញទើបនឹកឃើញដល់ខ្ញុំចុះកាលពីមុនទៅណាអស់ហើយរឿងកន្លងផុតទៅហើយក៏ឲ្យវាផុតទៅចុះតែហាងនេះខ្ញុំមិនជួទេជានិយាយពួកយើងដល់ថ្នាក់នេះហើយអ្នកនៅតែមិនទុកមុខឲ្យបន្តិចសោះថ្លៃឈ្នួល$20000ក្នុងមួយខែដូចពីមុនដែរអ្នកមិនខាតទេហាងតូចរបស់ខ្ញុំមួយខែបាន5000ហាងរបស់ពួកអ្នកមួយខែ20000នេះហើយថាមិនខាតមែនទេតើវាដូចគ្នាបានយ៉ាងម៉េចទៅលីជានិយាយកុំឲ្យវាហួសហេតុពេកពួកយើងសុខចិត្តអន់ក្បាលចុះហើយអ្នកនៅចង់គៀបសង្កត់ពួកយើងទៀតបើការនោះមិនមែនពួកយើងជួលហាងឲ្យអ្នកតើអ្នកអាចមានថ្ងៃនេះបានទេមកដល់ហើយខ្ញុំដឹងមុនហើយថាការគូសំរបស់ពួកគេគ្រាន់តែជាការសម្ដែងការបន្ទន់អរិយាប័ត្រគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះបើខ្ញុំមិនធ្វើតាមពួកគេការខ្លាចបន្លំនោះនឹងត្រូវបកអាកាសភ្លាមមនុស្សដែលអនុមិនដែលចេះអង្ក្បាលចុះពិតប្រាកដទេមានតែពេលដែលមិនសម្រេចគោលដៅទើបបញ្ចេញចរិតពិតដ៏អាក្រក់របស់ខ្លួនមកខ្ញុំត្រៀមខ្លួនរួចរាល់ហើយក៏មិនព្រមចុះចាញ់ទៀតដែរមិនគ្រប់គ្រាន់គឺមិនគ្រប់គ្រាន់ល្អណាស់អាមនុស្សអត់ស្គាល់គុណគេពួកយើងមានចិត្តល្អមកពិភាក្សាជាមួយអញបែរជាធ្វើរកពីដាក់ពួកយើងទៅវិញអ្នកទាំងអស់គ្នាមកមើលមកក្មួយប្រុសខ្ញុំម្នាក់នេះពិតជាចិត្តខ្មៅណាស់មកកាន់កាប់ហាងខ្ញុំអស់3ឆ្នាំដោយមិនបងថ្លៃឥឡូវនេះមានបានហើយបែរជាធ្វើមិនស្គាល់ញាតិសន្តានទៅវិញអត់មានសិលធម៌សោះអ្នកទាំងអស់គ្នាមកមើលមកមនុស្សអត់ស្គាល់គុណគេបងហេតុអ្វីបានជាបងធ្វើខ្លួនបែបនេះទៅវិញពិតមែនហើយប្រើវិធីទន់ភ្លន់មិនបានការក៏ចាប់ផ្ដើមធ្វើខ្លួនរករឿងគ្មានហេតុផលពួកគេស្មានថាគ្រាន់តែយំរករឿងអាចបង្វែរខុសត្រូវឲ្យខ្ញុំចុះចាញ់បានតែពួកគេមិនទាន់យកដល់ពេលនេះខ្ញុំចូលជាងបានដោយសារស្នាដៃនិងមន្តសការមិនមែនពឹងលើការអាណិតពីហាងពួកគេទេ3ឆ្នាំមកនេះខ្ញុំខំប្រឹងទាំងយប់ទាំងថ្ងៃរហូតហាងតូចដែលស្ងាត់ជ្រុងខ្លាចជាហាងល្បីប្រចាំផ្លូវពួកគេឃើញតែចំណូលមិនខ្វល់ពីការលំបាករបស់ខ្ញុំទេរឿងរ៉ាវថ្ងៃនេះគ្រាន់តែជាការលាតត្រដាងពីភាពលោភលន់និងការគិតគូររបស់ពួកគេប៉ុណ្ណោះអ្នកទាំងអស់គ្នាជួយរកយុទ្ធធម៌ផងក្មួយប្រុសខ្ញុំវាអត់គុណធម៌មកកាន់កាប់ហាងខ្ញុំ3ឆ្នាំដោយមិនបងលុយឥឡូវវាមានបានហើយក៏បែរមុខមិនស្គាល់គ្នាអាមនុស្សចិត្តខ្មៅឲ្យបើគ្មានទីតាំងល្អរបស់ផ្ទះយើងតើវាអាចមានថ្ងៃនេះទេឥឡូវស្លាប់រឹងហើយក៏ភ្លេចកំណើតគ្មានមន្តសការសោះកុំមកនិយាយផ្ដេសផ្ដាសហាងផ្ទះអ្នកឯងការនោះទាំងចាស់ទាំងស្ងាត់ថ្លៃជួល5000នៅទំនេរចោលកន្លះឆ្នាំគ្មានអ្នកយកគឺខ្ញុំទេដែលមកជួលទៅវាដំណើរការបាន3ឆ្នាំមកនេះថ្លៃជួល20000មិនដែលខ្វះមួយសេនខ្ញុំធ្វើដល់ថ្នាក់នេះហើយឥឡូវឃើញគេរកស៊ីដាច់ក៏ចង់បានថ្លៃជួលដល់ទៅ80000លុបលុនដល់ថ្នាក់នេះមិនខ្មាស់គេទេ
ពិតមែនហើយអ្នកឯងស្មានថាហាងលក់ដាច់ព្រោះតែគ្រឿងទេសផ្ទះអ្នកឯងមែនទេរសជាតិឆ្ងាញ់អនាម័យល្អទៅបើកន្លែងណាក៏លក់ដាច់ដែរមិនពាក់ព័ន្ធនឹងបើខ្លាំងមែនទៅបើខ្លួនឯងទៅកុំមកធ្វើចាស់ធ្វើក្មេងរករឿងនៅទីនេះពួកយើងមើលហើយខ្មាស់ចំនួនណាបងប្រុសអ្នកទាំងពីរឈប់សម្ដែងរឿងនៅទីនេះទៅយុទ្ធធរគឺស្ថិតនៅក្នុងចិត្តមនុស្សគ្រប់គ្នាអ្នកចិត្តខាងមើលឃើញច្បាស់ណាស់ថាអ្នកណាជាអ្នកលះបង់អ្នកណាជាអ្នកលោភលន់គ្រប់គ្នាឃើញច្បាស់ណាស់បើចង់ប្រើវិធីរមៀលខ្លួនយំដើម្បីឲ្យគេអាណិតខ្ញុំសូមណែនាំឲ្យឈប់ទៅអ្នកគ្រប់គ្នាគ្រាន់តែគិតថាអ្នកទាំងពីរលោភលន់មិនចេះឆ្អែតប៉ុណ្ណោះបានពួកអ្នកពិតជាខុសខើណាស់ចាំមើលសិនទៅជានិយាយបងប្រុសធំរបស់បងមិនលេងល្បិចអ្វីទេមែនទេប្រកាសជាលេងល្បិចហើយតាមដែលខ្ញុំស្គាល់បងប្រុសធំរបស់ខ្ញុំគាត់មិនព្រមបញ្ចប់រឿងនេះដោយងាយទេប៉ាម៉ាក់យើងធ្វើខ្លួនត្រឹមត្រូវមិនថាគេមានល្បិចក៏អ្វីទេយើងនឹងទទួលយកទាំងអស់តែដាច់ខាតមិនអាចចុះចាញ់ពួកគេឡើយពិតជាអាម៉ាស់មុខខ្លាំងណាស់ឥឡូវនឹងល្អហើយហាងទំនេរស្អាតអត់បានលុយថ្លៃឈ្នួលសំបីតែមួយសេនតើជីវិតនេះត្រូវរស់នៅមិនទៅនឹងហើយមែនទេពីមុនចង់ដំឡើងថ្លៃឈ្នួលដើម្បីរកចំណូលបន្ថែមតែលទ្ធផលគឺអត់បានការថ្លៃឈ្នួលក៏មិនបានដំឡើងហាងក៏ជួលមិនចេញគឺខាតធ្ងន់ធ្ងរតែម្ដងប៉ាម៉ាក់កូនមានវិធីហើយបើជួលមិនចេញយើងបើកលក់ខ្លួនឯងទៅបើកលក់ខ្លួនឯងតើយើងអាចធ្វើអីកើតទៅបើកហាងលក់ម្ហូបខ្វៃទៅហាងយើងពីដើមឡើយជាហាងលក់ម្ហូបខ្វៃត្រកូលលីចាស់ភាសាជាហាងល្បីឈ្មោះពិតប្រាកដអតិថិជនគេស្គាល់តែស្លាកយីហោហាងចាស់មិនមែនស្គាល់តែលីជីនយេនោះទេតែចុះរសជាតិវិញអូយរសជាតិអីនោះក៏គ្រាន់តែប៉ុណ្្នឹងឯងខ្ញុំគ្រាន់តែយកគ្រឿងផ្សំសម្រាប់រូបមកដាក់យករបស់ដាក់ក្នុងឆ្នាំងស្ងោរទៅមិនប្រាកដថាឆ្ងាញ់ជាងម្ហូបខ្វៃដែលលីជីនយេក្រៅពីព្រលឹមមកស្ងោរនោះទេអូនជីដូនមួយខ្ញុំម្នាក់នេះមើលទៅដូចជាឆ្លាតតែតាមពិតគ្រាន់តែចេះល្បិចកតូចតាចរបស់ម៉ាក់គេប៉ុណ្ណោះពួកគេមិនយល់ទេការរកស៊ីមិនដែលពឹងផ្អែកលើឈ្មោះល្បីឬការផ្សាយពាណិជ្ជកម្មនោះទេតែវាពឹងលើស្នាដៃពិតប្រាកដគ្រឿងផ្សំស្រស់ភាពស្មោះត្រង់មិនកុហកបោកប្រាស់និងកិច្ចឈ្មោះដែលសន្សំមក3ឆ្នាំមកនេះរបស់ទាំងនេះមិនមែនគ្រាន់តែនិយាយឬធ្វើការផ្សព្វផ្សាយគឺអាចទទួលបានមកនោះទេសម្រាប់តាមនឹងចុះយើងបើកហាងខ្លួនឯងហាងលក់ម្ហូបរបស់ត្រកូលលីបើកបានកន្លះខែហើយលែងមានសម្ពាធថ្លៃឈ្នួលផ្ទះថ្លៃកប់ពុកពីគ្រួសារពូធំទៅខ្ញុំក៏ស្រាវខ្លួនបានច្រើនដែរទោះបីជាសម្ពាធសេដ្ឋកិច្ចថយចុះមែនប៉ុន្តែរឿងជ្រើសរើសគ្រឿងផ្សំខ្ញុំនៅតែតឹងរ៉ឹងដដែលក្នុងចិត្តខ្ញុំដឹងច្បាស់ណាស់បើហាងមួយហ៊ានប្រើគ្រឿងផ្សំអន់មកបោកគេអ្នកដទៃប្រហែលជាខ្លាចក្រែងចិត្តមិនហ៊ាននិយាយចំប៉ុន្តែក្នុងចិត្តគេគឺលែងចង់មកហាងនេះទៀតហើយមិនក៏មីងធំឯងនៅទីនេះដែរនឹងមិនមែនហាងលក់សាច់កកទេហ៎ហាងលក់សាច់កកគឺកន្លែងលក់ដុំសាច់ចាស់នឹងហើយមីងធំឯងទៅទិញសាច់ចាស់នឹងធ្វើអីឬមួយគាត់ចង់បើកហាងដែរមីងធំតម្លៃនេះថោកជាងទីផ្សារពាក់កណ្ដាលទៅហើយមីងនៅថាថ្លៃទៀតបើថោកជាងនេះមានតែយកសាច់កកកាលពី10ឆ្នាំមុនមកឲ្យមីងហើយសាច់កក10ឆ្នាំមុនតម្លៃប៉ុន្មានតម្លៃហោយ៉ាងហោចណាស់ក៏ថោកជាងនេះពាក់កណ្ដាលទៀតដែរយកសាច់នឹងហើយឲ្យតែតម្លៃថោកថ្ងៃក្រោយហាងឯងផ្គត់ផ្គង់សាច់ឲ្យហាងមីងទៅជានិយាយមីងឯងចង់បើកហាងមែនប៉ុន្តែគាត់មិនក៏ហ៊ានទិញសាច់ខ្មត់ហ្នឹងញ៉ាំកាត់ដែរហ៎ក៏3ឆ្នាំទៅលក់ដែរ5ឆ្នាំទៅបានពាក់កណ្ដាលទុកក្នុងទូកក10ឆ្នាំយកមកដាក់លើគឺត្រៀមទៅឋានសុខហើយមីងធំគាត់ដឹងច្បាស់ថាសាច់នឹងក10ឆ្នាំហើយតែគាត់នៅតែទូចចង់ទិញទៀតបើឲ្យគេញ៉ាំមែននោះផលវិបាកវាមិនដឹងជីទៅជីយ៉ាងណាទេណាពីមុនកម្លាំងមនុស្សមិនគ្រប់គ្រាន់ទេតែដើម្បីធានាថាភ្ញៀវបានញ៉ាំសាច់ខ្វៃស្រស់ខ្ញុំមិនត្រឹមតែត្រូវងើបពីម៉ោង3ទៀបភ្លឺមកជ្រើសរើសគ្រឿងផ្សំទេថែមទាំងត្រូវរំញ៉ាស់ទឹកគ្រឿងដោយខ្លួនឯងទៀតដោយសារតែសម្ពាធថ្លៃឈ្នួលផ្ទះខ្ពស់ហើយចំណេញតិចដូច្នេះរាល់កាក់រាល់សេនត្រូវតែគិតគូរឲ្យល្អិតល្អន់មិនត្រឹមតែត្រូវថ្លៃជាមួយអ្នកលក់សាច់ទេថែមទាំងត្រូវជៀសវាងកុំឲ្យគេយកសាច់មិនល្អមកលាយជាមួយសាច់ស្រស់លក់ទៀតលោកម្ចាស់សាច់នេះរសជាតិមិនស្រួលសោះសំទោសសាច់ដែលអ្នកចង់បាននៅត្រង់នេះអាមួយនោះពួកយើងទុកញ៉ាំខ្លួនឯងទេទុកញ៉ាំខ្លួនឯងទេលើកក្រោយមកទៀតណាដោយសារតែតាក់ទងជាមួយក្រុមអ្នកលក់សាច់ទាំងនេះយូរមកហើយទើបគុណភាពសាច់ល្អឬអាក្រក់ខ្ញុំគ្រាន់តែហិតបន្តិចក៏ដឹងដែរក៏ព្រោះតែភាពម៉ត់ចត់របស់ខ្ញុំនេះហើយដែលធ្វើឲ្យហាងតូចរបស់ខ្ញុំក្លាយជាហាងសាច់ខ្វៃដែលមានកេរ្តិ៍ឈ្មោះល្អបំផុតនៅលើផ្លូវនេះអ្នកគ្រប់គ្នាបាននិយាយគ្នាធ្វើឲ្យកេរ្តិ៍ឈ្មោះសាច់ខ្វៃត្រកូលលីកាន់តែល្បីល្បាញឡើង3ឆ្នាំមកនេះខ្ញុំបានប្រមូលភ្ញៀវប្រចាំជាច្រើនអ្នកសូម្បីតែអ្នកល្បីតាមអនឡាញក៏មកថតរូបដែរអ្នកមីងខ្ញុំសូមដាស់តឿនអ្នកមួយម៉ាត់ធ្វើចំនួនត្រូវតែស្មោះត្រង់នឹងអតិថិជនទើបអាចរក្សាទឹកចិត្តគេបានហើយរកស៊ីបានយូរអង្វែងបើប្រើគ្រឿងផ្សំអន់មកបោកគេទោះហាងធំស្កឹមស្កៃឬល្បីល្បាញយ៉ាងណាក៏ដោយក៏គ្រាន់តែល្អមើលតែសម្បកក្រៅទេខាងក្នុងគឺអត់បានការឡើយមិនយូរមិនឆាប់នឹងដួលរលំហើយទទួលផលកម្មដោយខ្លួនឯងឆ្កែចាប់កណ្ដុរចេះតែរវល់រឿងគេមែនពិតជាអស់សង្ឃឹមនឹងឯងមែនសាច់ជ្រូកស្រស់ទិញភ្លាមកាត់ភ្លាមជានិយាយឲ្យចេញមកមើលឆាប់ឡើងមានរឿងអីទៅពិតមែនហើយខ្ញុំស្មានថាពួកគេនឹងបើកហាងតែមិននឹកស្មានថាបើកលឿនម្លេះអញដឹងតាំងពីយូរមកហើយមែនទេព្រឹកមិញពេលខ្ញុំជាមួយជានិយាយទៅផ្សារទិញទំនិញខ្ញុំឃើញវ៉ាងគួយសៀងពួកគេបើកហាងវារឿងធម្មតាទេយូរវាឆាប់ក៏ត្រូវតែបើកដែរយ៉ាងហោចណាស់ក៏ហាងមិននៅទំនេរដែរបើទុកចោលមួយថ្ងៃក៏ខាតចំណូលមួយថ្ងៃដែរបើអញ្ចឹងស៊ូតែបើកហាងខ្លួនឯងទៅហើយពួកគេប្រកាសជាគិតថាការបើកហាងវាជារឿងងាយស្រួលចុះបើខ្ញុំដែលជាអ្នកធ្វើសាច់ជ្រូកគ្មិនជំនាញនេះនៅតែធ្វើបានចុះហេតុអ្វីពួកគេធ្វើមិនបានហាងថ្មីបើកលក់ហើយសាច់គ្រប់មុខលក់ត្រឹមតែ9តែប៉ុណ្ណោះត្រឹមតែ9ទេកម្មវិធីមានកំណត់អ្នកមកមុនបានមុនណាជានិយាយឲ្យហាងសាច់ជ្រូកយើងថ្ងៃនេះបើកលក់ហើយមនុស្សច្រើនណាស់ខ្ញុំរវល់ទទួលភ្ញៀវមិនទាន់ទេបើមិនអញ្ចឹងទេឯងមកជួយដៃជួយជាងបន្តិចមក
សុទ្ធតែបងប្អូននឹងគ្នាខ្ញុំឲ្យឯងមួយថ្ងៃ100យន្តចាត់ទុកថាជាថ្លៃឈ្នួលចុះកុំអីកុំទៅពាក់ព័ន្ធជាមួយពួកគេអីប៊ូម៉ូឲ្យហាងខ្ញុំរវល់ខ្លាំងណាស់ទៅមិនរួចទេជូនពរឲ្យហាងបើកដំណើរការទៅដោយរលូនណាពួកគេបើកហាងលើកនេះមិនបានយូរអង្វែងប៉ុន្មានទេប៉ាប្រកាសចិត្តម្លេះប៉ាគិតមើលទៅដើមទុនបើកហាងមិនមែនតិចឯណាពួកគេមិនត្រឹមតែជួអ្នកល្បីក្នុងបណ្ដាញសង្គមមកផ្សព្វផ្សាយទេថែមទាំងលក់តម្លៃត្រឹមតែ9ទៀតនេះវាខាត់ដាំច្បាស់ណាស់ប្រហែលជាគេចង់សាងកេរ្តិ៍ឈ្មោះដើម្បីឲ្យភ្ញៀវត្រឡប់មកវិញបើចង់សាងកេរ្តិ៍ឈ្មោះមិនដេចក៏ទៅទិញសាច់ខូចគុណភាពមកលក់ទៅវិញចាំមើលទៅប៉ាមិនយូរទេពួកគេនឹងរងកម្មដោយខ្លួនឯងមិនខានហាងរបស់ពួកខ្ញុំមួយនេះមិនសូវបានរៀបចំតុបតែងអ្វីទេគឺនៅរក្សាស្ទីលដែលដូចកាលពីមុននៅមាត់ទ្វារមានបិទស្លាកបញ្ចុះតម្លៃព្រោះតែបញ្ចុះតម្លៃច្រើនទើបមានភ្ញៀវមកកាន់តែច្រើនឡើងម្ចាស់ហាងអើយនៅមិនទាន់បានទៀតឬខ្ញុំតម្រង់ជួររងចាំ1ម៉ោងបាត់ហើយខ្ញុំខំតែបើកឡានមកពីកុំបារម្ភអីខ្ញុំធ្លាប់និយាយហើយថាពួកគេនឹងទទួលផលកម្មដោយខ្លួនឯងមើលចុះមនុស្សទាំងនោះសុទ្ធតែមកញ៉ាំសាច់ជ្រូកត្រកូលលីរបស់ខ្ញុំតែដល់ពេលពួកគេដឹងថាសាច់ដែលពួកគេញ៉ាំនោះជាសាច់ខ្មោចឬសាច់កវិញតើអ្នកគិតថាពួកគេនឹងមានប្រតិកម្មយ៉ាងណាទៅអ្នកទាំងអស់គ្នារងចាំបន្តិចណាសាច់ជ្រូកស្រស់ចិត្តឆ្អិនហើយចាំបន្តិចទៀតនឹងបានញ៉ាំហើយនេះធ្វើបែបនេះមិនអីមែនទេប៉ាទុកចិត្តចុះខ្ញុំគ្រាន់តែដាក់ទឹកដោះគោខាប់3ផ្កាចូលទៅធានាថាចូលជាតិសាច់ស្រស់រសជាតិឆ្ងាញ់ប៉ាមើលទៅខាងក្រៅចុះមានអ្នកណាប្តឹងថាឆ្ងាញ់ដែរឬចាំបន្តិចទៀតយើងឲ្យពួកអ្នកលក់អាហារតាមអនឡាញទាំងនោះមកសាកញ៉ាំផ្ទាល់រួចផ្សព្វផ្សាយតាមអនឡាញទៅធានាថាថ្ងៃស្អែកលក់ដាច់ជាងថ្ងៃនេះ100ដងសុំទោសផងខ្ញុំមិនអាចជួយអ្នករឿងនឹងបានទេអ្នកទាំងអស់គ្នាឲ្យថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលហាងម្ហូបលួយមួយកន្លែងដែលល្បីខ្លាំងណាស់គេថាឆ្ងាញ់ខ្លាំងណាស់ហើយអ្នកស្រុកនៅនឹងលួចមកញ៉ាំរហូតតើវាឆ្ងាញ់យ៉ាងណាទៅសួស្តីអ្នកទាំងអស់គ្នាខ្ញុំរកឃើញហាងម្ហូបលួយមួយកន្លែងនៅតាមផ្លូវចាស់ដែលល្បីខ្លាំងណាស់ជួររងចាំទិញវិញអនឡាញរាល់ថ្ងៃគេថាឆ្ងាញ់ហើយថោកទៀតថែមទាំងបានច្រើនទៀតផងថ្ងៃនេះខ្ញុំនឹងសាកល្បងឲ្យអ្នកទាំងអស់គ្នាបានឃើញថាតើវាពិតជាឆ្ងាញ់ដូចគេថាឬអត់យ៉ាងម៉េចដែរអ្នកទាំងអស់គ្នាគេឲ្យលុយយើងហើយក៏មិនអាចនិយាយថាអត់ឆ្ងាញ់បានដែរក៏មិនអត់ដែរប្រើបានពណ៌មើលទៅគួរឲ្យចង់ញ៉ាំណាស់តម្លៃប៉ុណ្ណឹងបានគុណភាពប៉ុណ្ណឹងហើយ9យន្តចង់បានអីទៀតអ្នកលេងបណ្ដាញសង្គមនិយាយស្អាតណាស់ប៉ុន្តែអ្នកទស្សនាគេដឹងច្បាស់ក្នុងចិត្តរសជាតិយ៉ាងម៉េចនោះគេនិយាយវិញបែបនេះគឺច្បាស់ណាស់ហើយបន្ទាប់មកអ្នកលេងបណ្ដាញសង្គមទាំងនោះក៏រកលេខដើរចេញទៅបាត់មិនមែនទេពួកអ្នកនិយាយស្អាតណាស់ចុះរសជាតិវិញពួកអ្នកត្រូវតែប្រាប់គេថាវាឆ្ងាញ់ឬអត់គឺថាខ្ញុំនៅមានហាងមួយទៀតត្រូវទៅថតបន្តទៀតចាំខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងសរសើរក្នុងវីដេអូឲ្យបានល្អតែម្ដងត្រូវហើយវាពិតជាប្រើបានមែនចាំខ្ញុំត្រឡប់ទៅកាត់ទៅវីដេអូជួយផ្សព្វផ្សាយឲ្យហាងអ្នកណាសុទ្ធតែហាងលក់ម្ហូបចិនហើយស្លាកយីហោដូចគ្នាទៀតអតិថិជនទៅហាងគេអស់ហើយមុខរបរយើងច្បាស់ជាខាតខ្លួនហើយអ្នកនិយាយអីហ្នឹងជឿជាក់លើកូនយើងជីនយីមិនបានឬឲ្យខ្ញុំគ្រាន់តែនិយាយលេងបន្តិចបន្តួចមិនបានឬជីនយីមុខរបរយើងនេះមិនត្រូវពូរបស់អ្នកកុំបារម្ភអីប៉ាស្រាលល្អមិនខ្លាចថាផ្លូវចូលជ្រៅទេប៉ាមើលចុះឱកាសមកដល់ហើយនៅទីនេះក៏មានហាងលក់សាច់ជ្រូកដែរឬក្លិននេះហិតទៅឈ្ងុយណាស់បងប្រុសតើជើងជ្រូកនៅទីនេះលក់យ៉ាងម៉េចដែរជើងជ្រូកមួយតម្លៃ30យន្តបន្លែ3មុខលីគ្នាមួយចានតម្លៃ10យន្តតើអ្នកទាំងអស់គ្នាចង់សាកល្បងរសជាតិទេក៏បានដែរកំពុងតែឃ្លានផងយកម្ហូបល្បីប្រចាំហាងបងមកឲ្យពួកយើងបន្តិចមកអញ្ជើញអង្គុយខាងក្នុងមកអ្នកទាំងអស់គ្នាផឹកទឹកសិនទៅសាច់នឹងកាត់ជូនភ្លាមនេះឯងមកអញ្ជើញអង្គុយខាងក្នុងមកផឹកតែសិនទៅអូហូបងប្រុសកាត់សាច់បានស្អាតល្អណាស់កាត់ស្អាតតែមួយមុខមិនគ្រប់គ្រាន់ទេត្រូវតែមើលរសជាតិវាវិញថាឆ្ងាញ់ឬអត់អ្នកទាំងអស់គ្នាទុកចិត្តចុះរសជាតិធានាថាមិនខុសបំណងឡើយអញ្ជើញសាកល្បងមើលអ្នកទាំងអស់គ្នាតើរសជាតិយ៉ាងម៉េចដែរអ្នកលក់មានកម្មហូបអាហារទាំងនេះសុទ្ធតែជាអ្នកល្បីល្បាញក្នុងស្រុកដែលមានអ្នកតាមដានរាប់សែននាក់ពួកគេនិយាយតែមួយម៉ាត់ក៏អាចកំណត់ជោគវាសនារបស់ហាងមួយបានដែរបើរសជាតិសាច់របស់ខ្ញុំមិនឆ្ងាញ់ទេនោះថ្ងៃស្អែកហាងតូចរបស់ខ្ញុំនឹងត្រូវអ្នកលេងបណ្ដាញសង្គមដាក់បញ្ជីខ្មៅមិនឲ្យចូលទៀតហើយប្រហែលជាត្រូវដួលរំចាប់ពីពេលនេះទៅខ្ញុំមិនឲ្យអ្នកធ្វើរឿងនេះទេអូហូឆ្ងាញ់ខ្លាំងណាស់បងប្រុសខ្ញុំឃើញនៅទីនេះមានទីប្រឡាក់គ្រឿងទៀតយកជើងទី1មកឲ្យខ្ញុំផងបានហើយខ្ញុំយកខ្ចប់ទៅផ្ទះឲ្យប៉ាម៉ាក់ខ្ញុំសាក់មើលដែរបានហើយអ្នកទាំងអស់គ្នារងចាំបន្តិចណាខ្ញុំនឹងរៀបចំជូនភ្លាមជានិយាយពួកនេះសុទ្ធតែជាអ្នកល្បីក្នុងបណ្ដាញសង្គមមែនទេបើពួកគេជួយផ្សព្វផ្សាយឲ្យហាងយើងតើភ្ញៀវមិនកាន់តែច្រើនឡើងទេម៉ាក់ការឲ្យពួកគេផ្សព្វផ្សាយគឺមានលក្ខណៈមិនមែនចេះតែបានទេគឺត្រូវតែឲ្យលុយឬក៏ត្រូវឲ្យពួកគេទទួលស្គាល់រសជាតិទីខ្វៃហាងយើងសិនម៉ាក់ជឿជាក់លើស្នាដៃកូនណាស់បានម៉ាក់លើកទឹកចិត្តបែបនេះខ្ញុំដូចជាមានទំនុកចិត្តឡើងវិញប៉ុន្តែរឿងភ្ញាក់ផ្អើលនៅមាននៅខាងមុខទៀតបងប្រុសហាងបងក៏ឈ្មោះលីសេឡូហ្វៃហាងទល់មុខក៏ឈ្មោះលីសេឡូហ្វៃដែរខ្ញុំឆ្ងល់បន្តិចតើហាងទីខ្វៃល្បីឈ្មោះក្នុងអ៊ីនធឺណិតនោះមិនមែនជាហាងបងទេរឿងនេះនិយាយទៅវាវែងឆ្ងាយណាស់អ្នកទាំងអស់គ្នាញ៉ាំបណ្ដានិយាយបណ្ដាទៅរឿងនឹងនិយាយទៅវែងឆ្ងាយណាស់ហាងខ្ញុំទោះបីជាទើបតែបើកថ្មីមែនតែខ្ញុំលក់ម្ហូបប្រឡាក់នៅតាមផ្លូវនេះ3ឆ្នាំមកហើយក្រោយមកខ្ញុំក៏បានប្រាប់អ្នកលេងបណ្ដាញសង្គមទាំងនោះអំពីរឿងឡើងថ្លៃឈ្នួលនិងរឿងបើកហាងថ្មីរឿងរ៉ាវគឺបែបនឹងឯងហាងនេះខ្ញុំទើបតែបើកបានប្រហែលថ្ងៃទេអញ្ចឹងតើហាងរបស់អ្នកនឹងហើយមែនទេដែលជាហាងលីសេឡូយីពិតប្រាកដនោះ
ខ្ញុំចង់និយាយថាមនុស្សនៅតាមផ្លូវនេះលើកតម្កើងហាងលីសេឡូយីដល់មេឃឯណោះទើបតែញ៉ាំមិញនេះពេញមាត់សុទ្ធតែរសជាតិហ្វ័រម៉ាលីនហ៊ានយកឈ្មោះហាងលីសេឡូយីទៅប្រើទៀតស្ទើរតែបាក់មុខមាត់អស់ហើយលោកម្ចាស់ហាងលីកុំបារម្ភអីឲ្យតែលោកធានាថារសជាតិម្ហូបនៅតែដែលខ្ញុំនឹងជួយផ្សព្វផ្សាយឲ្យដោយឥតគិតថ្លៃត្រូវហើយពួកយើងដែលធ្វើការចុះពិនិត្យហាងគឺខ្លាចបំផុតការណែនាំហាងមិនល្អទៅឲ្យអ្នកគ្រប់គ្រងលើកនេះចាញ់បោកគេធ្វើឲ្យអ្នកគ្រប់គ្រងញ៉ាំសាច់កកដូច្នេះត្រូវតែសងជំនួយចិត្តពួកគេវិញហាងរបស់អ្នកខ្ញុំនឹងជួយផ្សព្វផ្សាយឲ្យដោយឥតគិតថ្លៃអរគុណអ្នកទាំងអស់គ្នាអាហារថ្ងៃនេះខ្ញុំជាអ្នករ៉ាប់រងមិនមែនទេទោះបីជាតម្លៃត្រឹមតែ9.9ក៏ដោយក៏មិនអាចឲ្យពួកយើងញ៉ាំអាហារក៏បែបនេះដែរពិតមែនហើយរបស់ថប់មិនដែលល្អទេចុះហេតុអ្វីនៅខាងនោះក៏មានហាងលីស៊ឺលូហ្វៃដែរឬមួយជាសាខាមើលទៅមិនដូចពួកយើងមិនបានដាក់ខុសទេមែនទេហាងនៅទល់មុខនោះទើបជាហាងលីស៊ឺលូហ្វៃពិតប្រាកដខ្វល់អីមកដល់ហើយសាកល្បងទៅបើហាងនៅទល់មុខនោះជាហាងលីស៊ឺលូហ្វៃដែលយើងកំពុងរកនោះអ្នកទាំងអស់គ្នាចង់ញ៉ាំអ្វីដែរហាងតូចរបស់ពួកយើងសុទ្ធតែជាសាច់ស្រស់ធានាថាទាំងល្អទាំងថប់យកទៀបប្រឡាក់មួយមកបានហើយប៉ាទៀបប្រឡាក់មួយវាវទៀបប្រឡាក់នេះពិតជាពិសេសមែនឆ្ងាញ់ខ្លាំងណាស់បាយយកបាយមកឲ្យខ្ញុំចង់បន្ថែមម្ហូបទៀតដាក់ម្ហូបមកឆ្ងាញ់ដល់ថ្នាក់នឹងមែនហើយបើមិនឆ្ងាញ់ទេខ្ញុំកាត់ក្បាលខ្ញុំឲ្យឯងយកទៅក្លែមស្រាសម្រាប់មេចុងភើម្នាក់ម្ហូបដែលខ្លួនធ្វើដោយដៃផ្ទាល់អាចឲ្យគេណែនាំបន្តដល់អ្នកជុំវិញខ្លួនបានឆ្ងាញ់ម្ហូបនេះឆ្ងាញ់មែននឹងហើយបានន័យថាភ្ញៀវគេទទួលស្គាល់ស្នាដៃហើយថៅកែចុះអាហារលីស៊ឺឡូហ្វៃដែលគេនិយាយពេញអនឡាញនឹងតាមពិតជាហាងរបស់ថៅកែហើយប្រហែលជាមែនហើយពួកឯងគិតថាឆ្ងាញ់ទេបើឆ្ងាញ់ជួយផ្សព្វផ្សាយតាមអនឡាញឲ្យខ្ញុំផងខ្ញុំនឹងជូនម្ហូបតូចមួយចានទៀតអានឹងត្រូវតែហើយត្រូវតែសរសើរឲ្យផ្កាយពេញហ្មងដាពូមិននឹកស្មានដល់សោះថាហាងលីស៊ឺឡូហ្វៃដែលគេខំប្រឹងផ្សព្វផ្សាយពេញអនឡាញហើយថែមទាំងជួនអ្នកលេងបណ្ដាញសង្គមមកសាករសជាតិទៀតនោះចុងក្រោយអ្នកដែលទទួលបានផលប្រយោជន៍បែរជាខ្ញុំទៅវិញថៅកែបើហាងថៅកែធំជាងនេះបន្តិចទៀតគឺល្អណាស់ស្នាដៃធ្វើម្ហូបថៅកែល្អដល់ថ្នាក់នេះធ្វើតែម្ហូបលូហ្វៃគឺពិតជាស្ដាយក្រោយណាស់ការទទួលស្គាល់ពីភ្ញៀវគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំទោះបីជាដោយសារតែរឿងដាពូដែលបណ្ដាលឲ្យចំណូលថ្ងៃនេះរបស់ខ្ញុំមិនសូវជាច្រើនប៉ុន្មានទេតែម្ហូបឆ្ងាញ់មិនខ្លាចយូរពេលទេខ្ញុំជឿថាការរកស៊ីឲ្យរីកចម្រើនវាគ្រាន់តែជាពេលវេលាប៉ុណ្ណោះចំណូល150,000ចំណេញសុទ្ធ145,000ឯចំណាយដើមទុនអស់តែ5,000ប៉ុណ្ណោះពូឲ្យពូមិនខ្លាចអតិថិជនញ៉ាំទៅមានបញ្ហាហើយមកតាមរកើងពូទេជានិយាយពួកអានឹងវាជ្រុលពេកហើយយើងមិនបានទៅរកជាងគេផងហេតុអ្វីក៏មកអត់ដឹងខុសអញ្ចឹងពួកអាមនុស្សតូចតាចអួតអានឹងឲ្យឈប់ខ្វល់ពីពួកវាទៅប៉ុន្មានថ្ងៃនេះពួកវាគ្រាន់តែធ្វើកម្មវិធីបើកហាងថ្មីទេតើអាចរកចំណូលបានប៉ុន្មាននោះក៏មិនទាន់ដឹងដែរហើយរឿងសាច់បង្កប់នឹងមិនយូរមិនឆាប់នឹងត្រូវគេបែកឃ្លីចេញមកទេយើងគ្រាន់តែធ្វើការងាររបស់យើងទៅបានហើយឥឡូវនេះហាងលក់ម្ហូបយើងល្បីឈ្មោះខ្លាំងណាស់គ្រាន់តែហាងមួយនេះមួយឆ្នាំអាចរកបានដល់ទៅ$2 លានឯណោះទៅមុខទៀតនឹងកាន់តែច្រើនខ្ញុំគិតថានឹងបើកឲ្យគេចូលហ៊ុន franchise ថ្លៃចូលហ៊ុនត្រឹមតែ10,000ប៉ុណ្ណោះទើបតែចាប់ផ្ដើមសោះក៏ប្រញាប់ប្រញាល់ចង់បើកឲ្យគេចូលហ៊ុន franchise ចង់រកលុយបន្ថែមទៀតអត់ខ្លាចមានហានិភ័យទេក្នុងពេលដែលអ្នកគ្រប់គ្នាកំពុងតែគិតថាអាចរកលុយបានបើខ្ញុំនិយាយថាមានហានិភ័យមិនមែនជាការរកបញ្ហាដាក់ខ្លួនទេចិត្តដល់ថ្ងៃស្លាប់ទៅហើយនៅមានអារម្មណ៍មកចំអកឲ្យអ្នកដទៃទៀតចាំមើលថ្ងៃដែលពួកឯងមកអង្វរខ្ញុំចុះពួកអ្នកធ្វើវីដេអូណែនាំហាងទាំងប៉ុន្មានអ្នកមុននឹងដោយសារតែគេបានលុយតាមកិច្ចសន្យាគឺត្រូវតែផុសវីដេអូផ្សព្វផ្សាយតាមអនឡាញដោយសារតែរឿងលុយកាក់គេក៏សរសើរតែពីម៉ាត់ថែមទាំងមានកងទ័ព IT ជួយផ្សព្វផ្សាយទៀតហាងលក់ម្ហូបប្រៃរបស់លោកបូក៏ទទួលបានការកោតសរសើរច្រើនដែរមិនក៏សុទ្ធតែជាការសរសើរទាំងអស់អញ្ចឹងការសរសើរខាងលើសុទ្ធតែជាការជួគេមកទេប៉ាសាករំកិលចុះក្រោមមើលទៅមានការរិះគន់ពិតប្រាកដមែនតើហាងលក់ម្ហូបប្រៃអន់ណាស់មិនឆ្ងាញ់ដូចគេផ្សាយទេសុទ្ធតែសាច់ចាស់លោកបូនឹងពួកវាឥឡូវជួលកងទ័ព IT មកមួយថ្ងៃរកចំណូលបានរាប់សិបម៉ឺនការរិះគន់ទាំងនេះពួកគេមើលមិនឃើញទេហើយក៏មិនខ្វល់ដែរតែការសរសើរអាចជួលគេមកសរសេរបានតែចំនួនភ្ញៀវគឺកុហកមិនបានទេប៉ាមើលហាងគេឥឡូវចុះមនុស្សតម្រង់ជួលរងចាំមិនសូវច្រើនដូចពីថ្ងៃមុនទេមែនទេនឹងហើយពិតមែនហើយជាយីមើលចុះពួកអ្នកធ្វើវីដេអូទាំងនោះក៏ផ្ញើវីដេអូឲ្យកូនដែរសួស្តីអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរកឃើញហាងតូចមួយដ៏ពិសេសគឺហាង Lisa Lo-Fi ហាងនេះខ្ញុំស្គាល់នៅក្រោមផ្ទះខ្ញុំនេះឯងខ្ញុំញ៉ាំវា3ឆ្នាំមកហើយហាង Lisa Lo-Fi នេះទើបជាហាងចាស់វិសាពិតប្រាកដហាងនៅទល់មុខនោះជាអ្នកលក់បបប្រាស់ប្រាសាច់ចាស់តែញ៉ាំឲ្យអស់ទៅគ្រប់គ្នាត្រូវតែញ៉ាំបើមិនឆ្ងាញ់មកកាត់ក្បាលបើកមើលក្នុងផ្នែកមតិយោបល់ទោះបីជាមានសារតិចតួចមែនតែស្ទើរតែទាំងអស់សុទ្ធតែជាការវិតម្លៃពិតហាងមួយឆ្ងាញ់ឬមិនឆ្ងាញ់គឺអតិថិជនជាអ្នកសម្រេចតាមរយៈការមកញ៉ាំផ្ទាល់ប៉ុន្មានថ្ងៃក្រោយមកហាងពូនៅតែបន្តកម្មវិធីបញ្ចុះតម្លៃ9 យន្តដដែលតែឃើញច្បាស់ណាស់ថាអតិថិជនកាន់តែតិចទៅចំណែកហាងតូចរបស់ខ្ញុំវិញដោយសារការផ្សព្វផ្សាយពីអ្នកធ្វើវីដេអូអាហារបូករួមនឹងរសជាតិឆ្ងាញ់និងគ្រឿងផ្សំស្រស់ទើបមានភ្ញៀវចូលកាន់តែច្រើនឡើងប៉ុន្មានថ្ងៃនេះចំណេញចិត្ត1 លានបាត់ទៅហើយចំណេញជាងជួលតូបលក់ទៀតថ្ងៃទី1បាន18,000ថ្ងៃទី2 15,000ថ្ងៃទី3 19,000ថ្ងៃនេះឡើងដល់21,000ឯណោះនឹកស្មានថាហាងយើងលក់លេងដាច់ទៅហើយ
នេះមិនមែនដោយសារគុណិតល្អរបស់ខ្ញុំទេអីខ្ញុំគម្រប់អ្នកមកកែចិញ្ចៀនពីមុនថ្លឹងបាន8ខាំឥឡូវនៅសល់តែ6ខាំទេសន្សំសំចៃចំណាយបានដល់ទៅ40%ឯណោះកែទៀតពេកបែបនេះគេមិនចាប់បានទេគេចាប់បានមែនទៅទិញហើយមិនទទួលខុសត្រូវទេអ្នកណាដឹងថាគេញ៉ាំហើយចង់មកគេប្រវាញ់លុយយើងនិយាយក៏ត្រូវប្រពន្ធខ្ញុំពិតជាឆ្លាតមែនចំណូលថ្ងៃនេះ210,000តើមានអ្នកណាចង់ចូលរួមបើកសាខាទៀតទេថ្លៃចូលរួមគឺ10,000ទុកប៉ុន្មានថ្ងៃទៀតមិនមែនត្រឹមតែប៉ុណ្្នឹងទេគឺដល់ទៅ50,000ឯណោះមានសាច់ញាតិ5នាក់ទៀតផ្ញើលុយមកសុំចូលរួមបើកសាខាបូករួមទាំងលុយចំណេញប៉ុន្មានថ្ងៃនេះនិងលុយពីអ្នកចូលរួមមុនយើងបើកហាងមិនទាន់បាន1អាទិត្យផងចំណេញដល់ទៅ2លានបាត់ទៅហើយម៉ាក់ខ្ញុំចង់ទិញឡានទិញទៅខ្ញុំគ្រាន់តែទិញនាឡិកា2 3គ្រឿងពាក់លេងទៅបានហើយពាក់ទៅមើលទៅសមុខមាត់លោកម្ចាស់ហាងចេញមកក្រៅភ្លាមកូនខ្ញុំញ៉ាំសាច់ជ្រូករបស់ហាងអ្នកកាលពីយប់មិញគេរៀបរស់មិនឈប់ទេនេះជាលទ្ធផលពិនិត្យសុខភាពអ្នកត្រូវតែពន្យល់ខ្ញុំឲ្យច្បាស់លោកម្ចាស់ហាងចេញមកក្រៅភ្លាមលោកម្ចាស់ហាងម្ហូបរបស់ហាងលោកមិនស្រស់សោះប្រើតែសាច់ចាស់កូនខ្ញុំញ៉ាំទៅមានបញ្ហាឥឡូវកំពុងនៅមន្ទីរពេទ្យថ្ងៃនេះលោកត្រូវតែទទួលខុសត្រូវរឿងនេះមានរឿងអីហ្នឹងហាងនេះរសជាតិមិនឆ្ងាញ់មែនទេមិនដឹងដែរឃើញគេសរសើរពេញបណ្ដាញសង្គមហ្នឹងការសរសើរទាំងនោះសុទ្ធតែជាការកុហកទេម្ហូបនៅទីនេះមិនមានអនាម័យសោះអ្នកទាំងអស់គ្នាកុំទិញឲ្យសោះប្រយ័ត្នមានបញ្ហាពីថ្ងៃមុនខ្ញុំក៏ឃើញគេរិះគន់ហាងនេះដែរខ្ញុំស្មានតែគូប្រជែងគេលេងល្បិចដាក់គ្នាទៅទៀតខ្ញុំមកតាមមិត្តភ័ក្តិណែនាំទេតើខ្ញុំចូលខុសហាងមែនទេថាហាងអ្នកណាអនាម័យមិនល្អខ្ញុំថាប្រហែលកូនអ្នកឯងញ៉ាំផ្ដេសផ្ដាស់ខ្លួនឯងទេកុំមកមួបង្កាច់ហាងយើងបើកយូរឆ្នាំហើយបើគ្មានលុយទិញកុំញ៉ាំខ្ញុំមើលទៅអ្នកឯងចង់មកជំរិតទាលុយច្បាស់ណាស់នេះជាលទ្ធផលពិនិត្យពីមន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យយ៉ាងច្បាស់លាស់កូនខ្ញុំគឺពលម្ហូបហាងអ្នកឯងទៅគួតចង្អោររៀបរូបបែបនេះពេទ្យគេពិនិត្យឃើញហើយគេថាសាច់ដែលញ៉ាំនឹងគឺជាសាច់កកទុកយូរឆ្នាំហើយមិនស្អាតបន្តិចសោះនាងនិយាយផ្ដេសផ្ដាស់នាងកំពុងតែនិយាយកុហកខ្ញុំនឹងប្តឹងនាងពីបទបរិហាកេតមានបរិហាកេតឬអត់នាងខ្លួនឯងដឹងច្បាស់ជាងគេរឿងនេះមិនទាន់ចប់ទេខ្ញុំនឹងរាយការណ៍ពីហាងនាងដែលប្រើសាច់កកនឹងចាំមើលចុះម្ដាយម្នាក់នោះឃើញគ្រួសាររបស់ពូមិនព្រមទទួលស្គាល់កំហុសក៏មិនបានទៅវាអ្វីច្រើនដែររឿងនេះត្រូវបានអ្នកនៅជុំវិញដែលចូលចិត្តរឿងគេថតទុកក្នុងទូរស័ព្ទរួចបង្ហោះតាមអនឡាញមិនយូរប៉ុន្មានរឿងនេះក៏ផ្ទុះឡើងខ្លាំងព័ត៌មានដែលថាហាងលក់សាច់របស់ពូមានបញ្ហាអនាម័យបានឡើងកូដពេញបណ្ដាញសង្គមហើយក្នុងផ្នែក comment គឺសុទ្ធតែអ្នកចូលមកជាប្រមាថប៉ុន្តែកម្មពីរបស់គ្រួសារពូនឹងវានៅមិនទាន់ចប់ទេម្ដាយម្នាក់នោះក្រោយពីចាក់ចេញទៅក៏បានទូរស័ព្ទរាយការណ៍ទៅខាងអាជ្ញាធរចំណីអាហារភ្លាមតែម្ដងហាងនេះកាលពីម្សិលមិញលក់ដាច់ល្អណាស់តើថ្ងៃនេះមិនក៏ទៅជាបែបនេះវិញអញអត់ដឹងទេហ៎គេថាមានបញ្ហាអនាម័យដល់ថ្នាក់មានគេញ៉ាំហើយចូលពេទ្យបាត់ទៅហើយអនាម័យអន់ខ្លាំងណាស់លក្ខខណ្ឌអនាម័យបែបនេះពួកអញហ៊ានបើកហាងទៀតហ៎ជញ្ជីងអេឡិចត្រូនិកនេះមានបញ្ហាក្លិនខ្វះអស់ហើយការកែជញ្ជីងគឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរហាងពួកអញចាំតែទទួលពីនៃទៅបិទហាងសិនទៅចាំលទ្ធផលស៊ើបអង្កេតចេញមកចាំដាក់ទោសធ្ងន់តែម្ដងលោកម្ចាស់ឲ្យពួកយើងនឹងកែខ្លួនវិញទេសូមផ្ដល់ឱកាសឲ្យពួកយើងម្ដងទៀតទៅផ្ដល់ឱកាសឲ្យពួកអញហ៎ចុះអ្នកដែលញ៉ាំហើយឈឺពោះនោះនរណាផ្ដល់ឱកាសឲ្យគេទៅពិចារណាខ្លួនឯងទៅម៉ាក់លើកនេះយើងត្រូវពិន័យប៉ុន្មានទៅលុយដែលរកបានពីមុនមកអញយកលុយខ្ញុំទៅបាត់ហើយលុយខ្ញុំឲ្យទៅបាត់ហើយមានរឿងអីទៀតហើយតុលាការគេផ្ញើដីកាបង្កប់មកអ្វីណាភ្ញៀវដែលញ៉ាំអាហារយើងហើយឈឺពោះកាលពីមុននឹងគេទៅប្តឹងយើងនៅតុលាការហើយអញ្ជើញអង្គុយខាងក្នុងមកចង់ញ៉ាំអីកុំមកខ្ញុំធ្វើជូនភ្លាមហេតុអ្វីទៅទីតាំងហាងយើងល្អម្លេះពេលចាប់ផ្ដើមដំបូងរកបានច្រើនម្លេះហេតុអ្វីបានជីចាញ់អាម្នាក់ឈ្មោះលីជានិយាយនឹងទៅវិញនឹងហើយហេតុអ្វីទៅបើមិនមែនព្រោះតែគេមិនព្រមជួលហាងឲ្យយើងទេតែយើងត្រូវមកធ្លាក់ខ្លួនដល់ថ្នាក់នេះទេខ្ញុំទៅរកគេដើម្បីទាមទារយុត្តិធម៌ឥឡូវនេះហើយអ្នកស្រីវងថ្មីនេះមានមិត្តជាច្រើននៅលើអនឡាញបានរិះគន់ថាហាងលក់ម្ហូបរបស់អ្នកមានបញ្ហាអនាម័យតើវាជារឿងអ្វីទៅតើអ្នកអាចជួយបកស្រាយប្រាប់សាធារណជនបានទេអ្នកស្រីវងយើងបានឮថាពីមុនថ្លៃជួលហាងរបស់អ្នកឡើងដល់ទៅ1សែនឯណោះចុះហេតុអ្វីបានជាថ្លៃជួលខ្ពស់ជាងហាងជុំវិញខ្លួនដល់ទៅ20ដងបែបនេះតើនេះជាការដំឡើងថ្លៃដោយចិត្តងារអាក្រក់ឬក៏មានគម្រោងអ្វីផ្សេងពួកយើងអត់ដឹងទេអត់ដឹងអីទាំងអស់អ្នកដែលត្រូវសម្ភាសបានចាក់ចេញទៅបាត់ពួកអ្នកកាសែតក៏មិនចង់ត្រឡប់ទៅវិញដោយដៃទេក៏ងាកមកសួរខ្ញុំវិញហើយសួរខ្ញុំពី3សំណួរអំពីហាងលក់ម្ហូបរបស់ពួកខ្ញុំលោកលេខខ្ញុំថាហាងលក់ម្ហូបលេសនេះពីមុនបើកនៅទល់មុខនេះមែនទេចុះហេតុអ្វីបានជាអ្នករើចេញទៅថ្លៃជួលវាថ្លៃពេកខ្ញុំក៏លែងបន្តកុងត្រាជួលទៀតទៅមើលទៅរឿងដំឡើងថ្លៃជួលនឹងគឺជារឿងពិតមែនមានន័យថាដោយសារតែអ្នកមិនបន្តជួលហាងទៅពូរបស់អ្នកបើកហាងដោយខ្លួនឯងហើយប្រើសាច់ខូចមកបោកបញ្ឆោតអតិថិជនរហូតដល់ចុងក្រោយត្រូវគេចាប់បានរឿងបញ្ហាអនាម័យទើបបណ្ដាលឲ្យមានរឿងថ្ងៃនេះមែនទេផលវិបាករបស់វាគឺមានតែប៉ុណ្្នឹងឯង
លោកលីយើងបានដឹងរឿងរ៉ាវអស់ហើយដល់ពេលបាយល្មមចុះយើងញ៉ាំបាយនៅទីនេះតែម្ដងទៅគ្មានបញ្ហាទេអញ្ជើញអង្គុយខាងក្នុងមកហាងសាច់ជ្រូករបស់ខ្ញុំទើបតែបើកថ្មីក្រៅពីសាច់ជ្រូកស្រស់ក៏មានម្ហូបសាមញ្ញខ្លះដែរកុំប្រកាន់អីណាមិនអីទេលោកមានអីយើងញ៉ាំនឹងទៅម្ចាស់ហាងនេះល្បីខ្លាំងណាស់នៅជុំវិញនេះគេថាឆ្ងាញ់គ្រប់គ្នាចាំយើងសាកមើលទាំងអស់គ្នាគួរឲ្យស្ដាយដែលម្ចាស់ហាងនេះធ្វើតែសាច់ជ្រូកបើគាត់ធ្វើម្ហូបផ្ទះខ្លះប្រហែលជាហាងកាន់តែល្បីហើយអ្នកកាសែតនិយាយគ្នាក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមមានគំនិតចង់ពង្រីកហាងសាច់ជ្រូកនេះដែរឥឡូវហាងមានភ្ញៀវច្រើនណាស់ប្រហែលជាខ្ញុំគួរតែចាប់យកឱកាសនេះដើម្បីពង្រីកអាជីវកម្មលោកម្ចាស់ឲ្យដៃគូរបស់អ្នកពិតជាដូចគេនិយាយមែនមិនត្រឹមតែឆ្ងាញ់ទេថែមទាំងមិនកេងប្រវ័ញ្ចខ្វះខាតទៀតហើយស្រស់ទៀតផងខ្ញុំជឿថាបើអ្នកនៅតែរក្សាគោលការណ៍រកស៊ីបែបនេះមុខរបរនេះកាន់តែរីកចម្រើនធំធាត់ទៅមុខមិនខានអរគុណសម្រាប់ការសរសើរខ្ញុំនឹងមិនធ្វើឲ្យអតិថិជនខកបំណងឡើយខ្ញុំបានលើគេនិយាយគ្នានៅលើអនឡាញថាម្ចាស់ហាងនេះគាត់ស្មោះត្រង់ណាស់មិនដែលកេងប្រវ័ញ្ចខ្វះខាតឡើយម្ហូបប្រឡាក់គ្រឿងស្រស់ហើយរសជាតិក៏ឆ្ងាញ់ទៀតនេះម៉ោង10យប់ទៅហើយមនុស្សនៅតែច្រើនដដែលមិនបាច់តម្រង់ជួរទេដឹងមិនបាច់តម្រង់ជួរទេមិនបាច់ទេប៉ាឲ្យមានភ្ញៀវមក2នាក់ទៀតហើយមកអ្នកទាំងអស់គ្នាអញ្ជើញចូលអង្គុយខាងក្នុងទៅនៅមានកន្លែងទំនេរសុទ្ធតែជាហាងលក់ម្ហូបប្រឡាក់គ្រឿងទាំងអស់ហើយអ្វីបានជាហាងគេលក់ដាច់ម្លេះចុះហាងយើងវិញបែរជាត្រូវបិទទៅវិញអ្នករកស៊ីមុខរបរដូចគ្នាតែងតែជាគូប្រជែងនឹងគ្នាការដែលយើងត្រូវបិទហាងបែបនេះប្រកាសជាមានជាប់ពាក់ព័ន្ធនឹងគេមិនខានគ្រាន់តែស្អាតបន្តិចបន្តួចសោះតើរសជាតិវាអាចខុសគ្នាដល់ថ្នាក់នឹងមែនទេលោកលីអ្វីដែលលោកនិយាយគឺត្រឹមត្រូវហើយពួកគេប្រកាសជាលេងល្បិចកលនៅពីក្រោយខ្នងមិនខានបើមិនអញ្ចឹងទេរបស់ដូចគ្នាសោះហើយអ្វីបានជាគេលក់ដាច់ម្លេះចុះខ្ញុំវិញបែរជាលក់មិនដាច់ទៅវិញជាញៀនយើងរាប់អានគ្នាជាសាច់ញាតិខ្ញុំក៏មិនចង់ឲ្យរឿងរ៉ាវវាទៅជាបែបនេះដែរប៉ុន្តែអ្នកបែរជាលេងល្បិចចោលខ្វក់ប្រកួតប្រជែងរហូតធ្វើឲ្យហាងខ្ញុំត្រូវបិទតើអ្នកមានបំណងអ្វីឲ្យប្រកាសលេងល្បិចចោលខ្វក់ប្រកួតប្រជែងមែនទេអ្នកមីងខ្ញុំរកស៊ីដោយសុចរិតគ្រឿងផ្សំដែលខ្ញុំប្រើសុទ្ធតែស្រស់ទាំងអស់ចុះរបស់ដែលអ្នកមីងប្រើវិញតើក្នុងចិត្តអ្នកមីងមិនដឹងខ្លួនទេតើខ្ញុំជាអ្នកលេងល្បិចចោលខ្វក់ឬក៏អ្នកមីងទេដែលរកស៊ីមិនស្មោះត្រង់ខ្ញុំជឿថាអ្នកគ្រប់គ្នាសុទ្ធតែដឹងច្បាស់មិនចាំបាច់ឲ្យខ្ញុំនិយាយចំពេកទេពួកគេមានមុខឯណាមកបន្ទោសលោកលីខ្លួនឯងប្រើសាច់ខូចហើយនៅមានមុខមកនិយាយទៀតខ្ញុំបានលើមកថាពួកគេចំណាយនឹងហាងលោកលីដែលលក់ដាច់ទៅចង់ដំឡើងថ្លៃឈ្នួលហាងលទ្ធផលគឺថាលោកលីគាត់បើកហាងថ្មីមុខរបររកស៊ីដាច់ជាងមុនទៅទៀតនឹងហើយចង់បើកហាងខ្លួនឯងដែរតើពួកគេមានជំនាញនឹងមែនទេនឹកស្មានថាហាងលោកលីលក់ដាច់ព្រោះតែទីតាំងល្អតាមពិតទៅគឺដោយសារលោកលីគាត់ជាមនុស្សចិត្តល្អហើយមានជំនាញពិតប្រាកដជានិយាយឲ្យអ្នកពិតជាខ្លាំងមែនពួកយើងទៅបានហើយនឹងហើយពីមុនជាសាច់ញាតិល្អនឹងគ្នាសោះឡើយឥឡូវបែរជាមកដល់កម្រិតនេះមុខមាត់គ្រប់គ្នាគឺមិនល្អមើលសោះចុះក៏មិនអាចបន្ទោសកូនប្រុសខ្ញុំបានដែរគឺពួកគេខ្លួនឯងទេដែលលោកខ្លួនពេកគឺសម្មុខហើយជានិយាយឲ្យពូធំនឹងមីងធំរបស់ឯងលោកខ្លួនពេកមិនគិតពីសាច់ញាតិទេទៅមុខទៀតយើងក៏មិនចាំបាច់តាក់ទងជាមួយពួកគេទៀតដែរធ្វើរឿងខ្លួនឯងទៅបានហើយមិនដឹងថាបន្តពីបិទហាងនេះទៅគ្រួសារពូធំគេនឹងទៅជាយ៉ាងណាទេគេត្រូវធ្វើម៉េចក៏ធ្វើទៅចុះពួកគេមិនអាចរើបំរាស់បានប៉ុន្មានថ្ងៃទៀតទេពីមុនបានយកលុយថ្លៃសិទ្ធិអាជីវកម្មពីសាច់ញាតិគេច្រើនណាស់ឥឡូវហាងបិទហើយគ្រប់គ្នាប្រកាសជាទៅរកពួកគេដើម្បីទាមទារសំណងមិនខានចុះគិតទៅចុះរឿងនេះមិនពាក់ព័ន្ធនឹងយើងទេពួកគេគ្រាន់តែទទួលខុសត្រូវលើទង្វើរបស់ពួកគេប៉ុណ្ណោះយើងធ្វើរឿងខ្លួនឯងទៅបានហើយកាលពីមុនពេលជួលហាងពូធំថ្ងៃខ្លះចំណូលបាន5ទៅ6,000ថ្ងៃខ្លះបានត្រឹមតែ3ទៅ4,000ប៉ុណ្ណោះបូករួមទាំងថ្លៃដើមនិងថ្លៃជួលហាងទៀតមួយខែអាចរកបាន2ទៅ30000គឺចំណូលមិនអន់ទេឥឡូវនេះប្រសើរជាងមុនច្រើនណាស់មួយថ្ងៃយើងរកបានដល់ទៅ20000ឯណោះនេះគឺជាប្រាក់ចំណេញសិតបន្ទាប់ពីកាត់ថ្លៃទឹកភ្លើងនិងថ្លៃជួលហាងចេញហើយច្រើនណាស់រឿងនេះត្រូវអរគុណគ្រួសារពូធំឯងបើមិនមែនដោយសារពួកគេបើកហាងបែបនេះទេក៏មិនមានមនុស្សច្រើនដឹងពីហាងសាច់ជ្រូករបស់យើងដែរសង្ឃថ្លៃសមាជិកភាពមកវិញសង្ឃស្អីគេពួកយើងគ្រាន់តែបិទហាងបណ្ដោះអាសន្នទេតើមិនមែនត្រូវគេដកហូតអាជ្ញាប័ណ្ណឯណាចង់បានលុយវិញទៅយកសពទៅប្រាប់ថាអត់សងគឺអត់សងបើខ្លាំងមែនយកជីវិតខ្ញុំទៅលីជានិយាយឯងពិតជាខ្លាំងមែនចាំមើលសិនទៅប៉ាម៉ាក់ឲ្យកូនកំពុងគិតថាបើយើងរកអ្នកមកជួយការងារខ្លះទៅល្អទេតែរកគេមកក៏ត្រូវចំណាយលុយដែរណាម៉ាក់កូនគិតបែបនេះហាងយើងនៅជាប់នឹងមិននៅទំនេរពីហាងទៀតទេកូនគិតថាជួយយកទាំងអស់ទៅធ្វើឲ្យធំដុំទៅរកអ្នកបម្រើការងារខ្លះទៅម៉ាក់ប៉ានឹងបានមិនសូវហត់ធ្វើឲ្យធំដុំនឹងមានលុយគ្រប់គ្រាន់ឬបើមិនគ្រប់ទេម៉ាក់នៅមានលុយទៀតគ្រប់ហើយម៉ាក់មានគ្រប់គ្រាន់ក្នុងពេលម៉ាក់ចង់ធ្វើក៏ទៅធ្វើទៅកូនប្រុសអ្វីដែលកូនចង់ធ្វើប៉ាគាំទ្រទាំងអស់បានអញ្ចឹងពីថ្ងៃនេះកូនទៅរកម្ចាស់ហាងចិត្តនេះនិយាយគ្នាមិនហើយត្រូវការចង់ធ្វើទេកាលពីមុនពេលប៉ាម៉ាក់នៅស្រុកស្រែស្គាល់ចង់ធ្វើម្នាក់ដែលធ្វើម្ហូបតាមពិធីការនៅស្រុកស្រែរសជាតិមិនធម្មតាទេបើបានឲ្យគាត់មកធ្វើចង់ធ្វើធំទៅអ្នកបម្រើការងារក៏ទៅរកក្មេងស្រីឧស្សាហ៍ព្យាយាមនៅស្រុកស្រែមកក៏បានដែរមិនបាច់រឿងច្រើនទេគ្មានបញ្ហាទេបើអញ្ចឹងមែនក៏ចាប់ដើមរៀបចំទៅលុយមិនច្រើនទេតែវាក៏មិនតិចដែរយ៉ាងណាក៏វាជាមុខរបរតូចតាចមួយរបស់គ្រួសារយើងដែរពួកឯងមកធ្វើអី
នៅទីនេះគេមិនស្វាគមន៍ពួកឯងទេណាកុំអីបងទី2យើងមកជូនប្រហាងថ្មីរបស់បងឲ្យរកស៊ីមានបានណាបើខាងថ្មីជូនពោតែប៉ុណ្្នឹងឬទឹកដោះគោមួយកេះពងមាន់មួយកន្ត្រកអាថ្នាំបំពន់នេះមកអីទៅបងទី2អំណោយតិចតួចតែទឹកចិត្តធំធេងណាស់តើគេយកលុយមកវាស់វែងទឹកចិត្តបានដោយរបៀបណាទៅពួកគេនិយាយណាស់ណាថាទឹកចិត្តធំធេងពេលឡើងថ្លៃឈ្នួលផ្ទះកាលពីមុនហើយអ្វីមិននិយាយរឿងសាច់ញាតិទៅកុំស្មានថាខ្ញុំមិនដឹងថាពួកឯងកំពុងគិតរឿងអាក្រក់អីឲ្យសោះច្បាស់ជាចង់មកធ្វើបាបកូនប្រុសខ្ញុំទៀតហើយខ្ញុំមិនព្រមទេពួកឯងមកធ្វើអីជាយាពួកយើងគ្រាន់តែមកមើលបងបន្តិចបន្តួចប៉ុណ្ណោះអ្នកមីងធំមានរឿងអីនិយាយត្រង់មកចុះខ្ញុំកំពុងរវល់ខ្លាំងណាស់ជាយាមីងឃើញអាជីវកម្មបងថ្មីនេះដំណើរការល្អណាស់ដូច្នេះមីងចង់មកនិយាយជាមួយបងមើលនេះមើលចុះផ្ទះអ្នកបើខាងផ្ទះខ្ញុំក៏មានហាងមួយដែរខ្ញុំក៏គិតថាយើងអាចសហការគ្នាបានទេសហការខ្ញុំថាប្រហែលជាមិនចាំបាច់ទេដឹងសហការជាមួយពួកអ្នកមិនមែនហៅថាការសហការទេនោះវាហៅថាការជួយសង្គ្រោះអ្នកក៏ទៅវិញទេជាយាឲ្យស្ដាប់ពួកយើងសិនទៅនិយាយចប់ចាំសម្រាប់ចិត្តតាមក្រោយបានតើខ្ញុំមានពេលតិចទេនិយាយមកមើលជាយាយើងសុទ្ធតែជាគ្រួសារតែមួយកាលពីមុនពួកយើងពិតជាធ្វើមិនត្រឹមត្រូវមែនលើកនេះមកគឺមកសុំទោសប្អូនដោយផ្ទាល់ថ្ងៃក្រោយយើងនៅតែដូចពីមុនខ្ញុំនឹងជួលហាងរបស់ខ្ញុំឲ្យប្អូនហើយរាល់ខែមិនយកលុយប្អូនមួយសេនទេទៅដល់ត្រង់នេះខ្ញុំក៏ដឹងថាមានរឿងមិនស្រួលហើយពាក្យចាស់ថាអ្វីដែលឥតគិតថ្លៃគឺថ្លៃបំផុតតាមពិតទៅក៏ដូចអ្វីដែលខ្ញុំគិតមែនរបស់ដែលមានចង់បានមិនមែនត្រឹមតែថ្លៃឈ្នួលហាងបន្តិចបន្តួចនឹងទេហាងនឹងចាត់ទុកថាខ្ញុំចូលហ៊ុនចុះថ្ងៃក្រោយយើងបើកហាងអាហារជាមួយគ្នាជារៀងរាល់ឆ្នាំចែកភាគលាភឲ្យខ្ញុំ 50% ទៅបានហើយមីងហាងដែលត្រូវគេបិទត្រាទុករបស់មីងមួយញ៉ាំចង់មកចែកចំណេញពីខ្ញុំ 50% ផងមីងមិនទៅប្លន់គេទៅជានិយាយហាងអាហាររបស់ប្អូនមួយខែរកបានប៉ុន្មានទៅពួកយើងមិនមែនមកជួយប្អូនទេដល់ពេលរកលុយបានចែកគ្នាទៅមិនល្អជួយខ្ញុំមើលទៅពួកមីងចង់មកជញ្ជក់ឈាមខ្ញុំចានជាងគ្រូសាមីងគិតគូររួចរាល់អស់ហើយមែនទេហាងមីងកំពុងត្រូវគេបិទត្រាទុកតាមពិតទៅគ្មានបើជួលគេវិញទោះបីជាជួលបានក៏មួយខែបានតែ 5000 ដែរមួយឆ្នាំបានតែ 60000 ប៉ុណ្ណោះតែបើយកហាងមកចូលហ៊ុនជាមួយហាងអាហារយើងវិញមួយឆ្នាំយ៉ាងហោចណាស់ក៏បានចំណែកដល់ទៅ1លានដែរពួកគុំស្មានថាខ្ញុំនៅតែងាយស្រួលដូចមុនឲ្យពួកគៀបសង្កត់ខ្ញុំបានតាមចិត្តទៀតណាខ្ញុំនិយាយត្រង់ចុះចាប់តាំងពីពេលដែលពូដំឡើងថ្លៃឈ្នួលហាងមកទំនាក់ទំនងសាច់ញាតិរវាងយើងទាំងពីរគឺដាច់ស្រឡះហើយកុំថាឡើយខ្ញុំមិនជួលហាងពូសូម្បីតែពូយកហាងមកប្រគល់ឲ្យខ្ញុំក៏ខ្ញុំមិនយកដែរលីជានិយាយគុំស្មានថាអញរកលុយបានហើយអស់ចាឲ្យសោះមិនយូរមិនឆាប់ឯងនឹងជួបកម្មពីមិនខានហើយអ្វីបានជាពួកគេស្រាប់តែមកលេងមេនេះទៅវិញចុះហើយអ្វីទៀតបើមិនមែនជួបបញ្ហាទេនោះមិនដូច្នោះពួកគេមិនមកសុំអង្វរខ្ញុំបែបនេះទេភាគច្រើនគឺរឿងថ្លៃសិទ្ធិអាជីវកម្មពីមុនហើយនឹងសំណងរឿងអតិថិជនពលអាហារទាំងនេះសុទ្ធតែជាចំនួនទឹកប្រាក់មិនតិចទេជានិយាយអូនទៅតែឃើញសាច់ញាតិយើងមួយក្រុមនៅតាមផ្លូវមិនដឹងថាគេកំពុងពិភាក្សាគ្នាពីរឿងអីទេបងថាតើវាអាចមកពីពូធ្មរអត់ម៉ាក់ទៅរវល់ការងារម៉ាក់ទៅទុកឲ្យកូនដោះស្រាយខ្លួនឯងទៅប៉ាទៅជួយម៉ាក់ទៅទុកឲ្យកូនដោះស្រាយខ្លួនឯងទៅបងប្អូនទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមកធ្វើអ្វីនៅទីនេះមកញ៉ាំបាយនឹងណាតើឲ្យធ្វើមិនទៀតអាជីវកម្មអញលក់ដាច់ខ្លាំងម្លេះពួកយើងមកជួយគ្រប់គ្រងបន្តិចបន្តួចមិនបានឬបានតើចង់ញ៉ាំអីក៏កំងទៅជួយកំងម្ហូបឲ្យពួកគាត់ទៅគ្មានរឿងអីមែនទេគ្មានអីទេកុំបង្កចំនួនឲ្យធំដុំអីវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះហាងយើងណាយកដំឡូងបារាំងឆាមួយចានមកហើយយកបាយមួយចានទៀតខ្ញុំក៏មិនដឹងញ៉ាំអីដែរយកដំឡូងបារាំងឆាដូចគ្នាទៅកុំភ្លេចយកគីមឈីមកឲ្យខ្ញុំផងណាពេញមួយថ្ងៃត្រង់នេះចំណូលបានមិនដល់ 1000 ផងពួកនឹងចង់ធ្វើស្អីឲ្យប្រកបទៅរសជាតិនឹងក៏មិនអីប៉ុន្មានដែរជានិយាយឲ្យធ្វើដែលអញត្រូវតែខំប្រឹងបន្ថែមទៀតណាលេងញ៉ាំហើយមិនឆ្ងាញ់សោះមិនដូចម្ហូបរបស់លោកឡាវីទេឆ្ងាញ់ជាងថាគេមិនឆ្ងាញ់តែពួកឯងញ៉ាំអស់រលីងពួកក្មេងទំនើងនឹងមកទៀតហើយកុំបារម្ភអីប៉ាកូនប្រុសប៉ាម្នាក់នេះមិនឲ្យគេជិះជាន់រហូតអីចឹងទេការខិតខំប្រឹងប្រែងអស់រយៈពេល3ឆ្នាំមិនមែនជារឿងងាយស្រួលទេដែលទទួលបានជោគជ័យបែបនេះខ្ញុំមានហាងផ្ទាល់ខ្លួនខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញវាចោលតាមចិត្តឡើយអ្នកទៅរវល់កន្លែងផ្សេងទៅកន្លែងនេះខ្ញុំចាត់ការខ្លួនឯងបងប្អូនញាតិមិត្តទាំងអស់គ្នាយើងពីមុនមកមិនដែលខឹងស្អប់គ្នាហើយក៏មិនដែលចង់គំនុំនឹងគ្នាដែរអ្នកទាំងអស់គ្នាមកញ៉ាំបាយខ្ញុំស្វាគមន៍ថែមទាំងអាចបញ្ចុះតម្លៃឲ្យទៀតប៉ុន្តែបើអ្នកទាំងអស់គ្នាមកបង្កចំនួនខ្ញុំក៏មិនទុកមុខឲ្យដែរអូជានិយាយអាយុមិនតិចទេតែសម្ដីវិញធំមែនយើងសុទ្ធតែជាចាស់ទុំរបស់អ្នកណាមិនក៏និយាយជាមួយពួកយើងបែបនេះទៅវិញនៅមកគំរាមពួកយើងទៀតលីជានិយាយរកលុយបានបន្តិចបន្តួចចាប់ដើមភ្លេចខ្លួនហើយមែនទេយើងជាញាតិមិត្តរបស់អ្នកណាមិនចង់ដេញពួកយើងចេញមែនទេមែនហើយជឿអត់ថាខ្ញុំនឹងទៅប្រកាសប្រាប់គេឯងថាហាងអ្នកដេញភ្ញៀវចេញឲ្យអ្នករកស៊ីលែងកើតខ្ញុំផ្ដល់ឱកាសឲ្យអ្នកទាំងអស់គ្នាជាលើកចុងក្រោយបើមិនចាក់ចេញទេខ្ញុំនឹងហៅប៉ូលីសហើយសូមអញ្ជើញចេញទៅខ្ញុំមិនជឿថាអ្នកហ៊ានហៅប៉ូលីសទេបើហៅមែនកុំសង្ឃឹមថានឹងអាចរស់នៅក្នុងត្រកូលយើងបានទៀតឲ្យសោះលីជាឲ្យអញហ៊ានទៅប្តឹងប៉ូលីសទៀតហី
ពួកយើងសុទ្ធតែជាសាច់ញាតិឯណាឯងធ្វើបែបនេះមានសមមន្តសការខ្លះអត់មានកាមេរ៉ាសុវត្ថិភាពអត់មានរឿងនេះច្បាស់ការហើយវាជាករណីបង្កចំនួនដោយមានគម្រោងទុកមុនរឿងនឹងពួកយើងស៊ើបអង្កេតច្បាស់អស់ហើយគឺពួកគេធ្វើតាមការញុះញង់របស់មីងឯងប្រាប់ពួកគេថាហាងគាត់ត្រូវបិទមិនមែនដោយសារបញ្ហាសុវត្ថិភាពអនាម័យទេគឺដោយសារឯងចង់ប្តឹងគេធ្វើបាបគេសាច់ញាតិឯងទាំងប៉ុន្មានហ្នឹងសុទ្ធតែជាមនុស្សចាស់ចរាមីងឯងនិយាយអីគេក៏ជឿតាមនឹងអស់ចុងក្រោយគេក៏ទម្លាក់កំហុសរឿងខាត់លុយមកលើឯងទៅគេនាំគ្នាមកសងសឹកបែបនេះមីងឯងហ្នឹងពួកយើងក៏បានបញ្ជូនមនុស្សទៅចាប់ខ្លួនដែរនិងផ្ដល់យុត្តិធម៌ឲ្យឯងជាក់ជាមិនខានស្រីម្នាក់នោះឈ្មោះវ៉ាងគួយសៀងតាមពិតទៅនាងប្រាសាទខ្មៅទៅធ្វើឲ្យហាងត្រូវបិទទ្វារសោះចុះឥឡូវធ្វើមិនទៅយើងសុទ្ធតែបានបង់ថ្លៃសិទ្ធិអាជីវកម្មអស់ហើយដល់ទៅ1សែនឯណោះនោះជាលុយសម្រាប់ចាស់ចរារបស់មិនបានទេយើងត្រូវតែទៅរកនាងដើម្បីទារលុយមកវិញលីហ្វឺឈៀងចេញមកសងលុយពួកយើងមកវិញភ្លាមបើអ្នកមិនបើកទ្វារទេពួកយើងនឹងវាយទ្វារហើយនិយាយច្រើនធ្វើអីវាយទ្វារចូលតែម្ដងទៅពួកគេកាប់លុយរត់បាត់ហើយចុះលុយពួកយើងវិញតើមិនមែនយកមកវិញលេងបានហើយមែនទេជានិយាយកូនបានលើដំណឹងនៅពួកញាតិមិត្តដែលដាក់លុយវិនិយោគខាងនោះនាំគ្នាទៅរកពូធំកូនដើម្បីទារលុយតែលទ្ធផលគឺផ្ទះពូធំកូនត្រូវបានគេពីមុនខាងអនាម័យគេពិន័យធ្ងន់ធ្ងរណាស់បូករួមទាំងអតិថិជនដែលពលអាហារនាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការទៀតគ្រួសារពូធំកូនសងសំណងរហូតដល់អស់ពីខ្លួនក៏នៅតែមិនគ្រប់គ្រាន់ផងក្រោយមកខ្ញុំមើលថាពូធំនិងប្អូនជីដូនមួយដោយសារតែគ្មានផ្ទះសម្បែងក៏លាក់ខ្លួននៅក្នុងផ្ទះជួលរហូតមិនចេញទៅធ្វើការអ្វីទាំងអស់បានត្រឹមតែចាយលុយដែលសល់តិចតួចនោះរហូតដល់អស់ហើយចំណែកមីងធំវិញដោយសារតែញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាប់គុកអស់រយៈពេល7ឆ្នាំកន្លះពេលដែលបងប្រុសធំចេញមកវិញឃើញផ្ទះសម្បែងលែងមានអ្វីសល់ទៀតហើយទឹកភ្នែកនៃភាពស្ដាយក្រោយក៏ហូរចុះមកដោយមិនអាចទប់បាននេះវាជារឿងស្អីទៅនឹងពីមុនខ្ញុំប្រាប់ហើយថាកុំឡើងថ្លៃខ្លាំងពេកតែមកឯងនៅតែចង់ឡើងដល់51000មួយខែ80000តើមានអ្នកណាគេជួលតូបចាស់នេះទៅឥឡូវមើលចុះអត់សល់អីទាំងអស់មានអីមិនពេញចិត្តមែនទេទៅរកមកឯងទៅមកស្រែកដាក់ខ្ញុំធ្វើអីខ្ញុំជាប៉ាឯងខ្ញុំមិនអាចស្រែកដាក់ឯងបានទេមើលខ្លួនឯងផងតើឯងមានសមត្ថភាពអីខ្លះបងប្រុសឯងលីជានិយាយរកចំណូលបានជាង100000ក្នុងមួយខែចុះឯងវិញរៀនក៏មិនរៀនឲ្យល្អការងារក៏មិនធ្វើឥឡូវចាំតែបើកមាត់រងចាំបាយហូបតើឯងមានប្រយោជន៍អីខ្លះក៏គ្រាន់តែរឿងលុយនឹងមែនទេខ្ញុំរកឲ្យវិញមិនបានមែនទេបងខ្ញុំរកលុយបានចុះខ្ញុំវិញរកមិនបានមែនទេចាំមើលទៅឡាននេះយ៉ាងហោចណាស់ក៏លក់បាន5000ដែរដល់ពេលនោះយើងចែកគ្នាពាក់កណ្ដាលម្នាក់អ្វីលួចរបស់គេជាប់គុក3ឆ្នាំមែនទេក្នុងរយៈពេល1ឆ្នាំនេះមានរឿងរ៉ាវជាច្រើនបានកើតឡើងប្អូនជីដូនមួយជាប់គុកឪពុកមានិងអ្នកមីងអត់មានការងារធ្វើច្រើនឆ្នាំមកហើយសូម្បីតែការងារជាអ្នកបម្រើធម្មតាក៏ធ្វើមិនកើតដែរមានតែដើររើសអេតចៃនិងបោះសម្អាតផ្ទះគេតែប៉ុណ្ណោះជានិយាយឲ្យឪពុកមានិងអ្នកមីងរបស់កូនឆ្នាំនេះរស់នៅលំបាកណាស់អាយុច្រើនទៅហើយកូនប្រុសក៏ជាប់គុកពួកគាត់នៅតែត្រូវចេញមកធ្វើការទៀតរកលុយបានប៉ុន្មានក៏ត្រូវយកទៅសងថ្លៃសិទ្ធិអាជីវកម្មដែលខ្ចីពីញាតិមិត្តអស់មនុស្សម្នាក់ត្រូវតែទទួលខុសត្រូវលើទង្វើរបស់ខ្លួនឯងរួចរាល់ហើយឬនៅយើងទៅផ្សារទិញម្ហូបទៅថ្ងៃនេះខ្ញុំនឹងចូលចង្ក្រានបាយដោយខ្លួនឯងធ្វើសាច់ជ្រូកខោឲ្យអ្នកទាំងអស់គ្នាញ៉ាំឆ្លងកាត់រឿងរ៉ាវជាច្រើនមកហាងអាហាររបស់ខ្ញុំក៏កាន់តែល្អប្រសើរឡើងដែរពីមុនមានតែ3តូបទេតែឥឡូវដោយសារការគ្រប់គ្រងពីភ្ញៀវក៏កាន់តែលក់ដាច់ខ្លាំងឡើង3ខែក្រោយមកក៏បើកសាខាថ្មីហើយ1ឆ្នាំក្រោយមកក៏មានសាខារាប់រយពេញខេត្តតែម្ដងពួកញាតិមិត្តដែលធ្លាប់តែមើលងាយខ្ញុំពីមុនពេលឃើញខ្ញុំជោគជ័យបែបនេះក៏នាំគ្នាផ្ញើសារមកអបអរសាទរជាញាតិបើកសាខាថ្មីទៀតហើយជាញាតិគឺជាអ្នកដែលពូកែបំផុតក្នុងគ្រួសារយើងឥឡូវគេខ្លាចជាថៅកែធំហើយតើពេលណាទើបគេត្រឡប់មកស្រុកកំណើតដើម្បីជួយពួកយើងទៅ3ឆ្នាំកន្លងផុតទៅឥឡូវនេះខ្ញុំលែងចាំបាច់ធ្វើការទៀតហើយបន្ទាប់ពីបានផ្ទេរជំនាញរបស់ខ្ញុំទៅឲ្យកូនសិស្សដែលទុកចិត្តបានមួយចំនួនរួចមកខ្ញុំក៏នាំឪពុកម្ដាយទៅដើរលេងកម្សាន្តគ្រប់ទីកន្លែងឃើញស្នាមញញឹមដ៏មានសុភមង្គលរបស់ឪពុកម្ដាយខ្ញុំគិតថាជីវិតនេះពិតជាមានតម្លៃណាស់អ្វីដែលមនុស្សម្នាក់ស្វែងរកក្នុងជីវិតនេះតើមិនមែនជាសុខភាពគ្រួសារនិងសុភមង្គលដ៏ពេញលេញនោះទេដល់ហើយអ្នកបើកបរជប់ឡានជានិយាយមកនេះមកញ៉ាំម្ហូបខ្ទេចទេយកមួយចានមកតម្លៃប៉ុន្មានដែរមិនបាច់ទេសុទ្ធតែបងប្អូនគ្នាញ៉ាំទៅក្រោយពីអ្នកមីងវិចខ្ចប់សាច់ខ្វែងមួយចានធំឲ្យខ្ញុំគាត់មើលមកខ្ញុំដោយក្តីអាឡ័យពេលខ្ញុំដើរចេញខ្ញុំមិនបានឈប់យូរទេហើយក៏មិនបាននិយាយសុំជួយគាត់ដែរខ្ញុំដឹងថាពួកគេមានសេចក្តីថ្លៃថ្នូររបស់ពួកគេហើយខ្ញុំក៏ជឿជាក់ថាបន្ទាប់ពីពួកគេផ្លាស់ប្ដូរខ្លួនឯងហើយថ្ងៃមុខពួកគេនឹងមានជីវិតល្អប្រសើរ